គាត់នៅសួរខ្ញុំរឿងតាក់ទងទៅនឹងការផ្សាយផ្ទាល់ខ្លះសួរថាលោកគ្រូឥឡូវមិនដែលឃើញលោកគ្រូផ្សាយផ្ទាល់សោះសំណួរទី1សំណួរទី2ព្រមដែរលោកគ្រូឥឡូវមិនក៏មានពេលខ្លះលោកគ្រូផ្សាយយប់ម្លេះព្រមសុភាពពីមុនខ្ញុំបើកទៅឃើញម៉ោង9នេះឃើញលោកគ្រូនិយាយហើយព្រលឹងជាតិខ្មែរសំណួរទី3ថាលោកគ្រូបើសិនជាផ្ញើបើសិនជាផ្សាយផ្ទាល់ជួយផ្ញើប្រាប់ខ្ញុំផងមានហ្នឹងណាចឹងមិននៅបើថាទៅយកខឹងវិញមុនចឹងបានថានៅលើលោកនេះរឿងប្លែកគឺតែងតែមានណាអ្វីដែលយើងមើលមិនយល់អ្វីដែលយើងមើលមិនដឹងមិនមែនមានន័យថាមិនកើតឡើងទេគឺរឿងប្លែកសំណួរប្លែកគឺវាតែងតែកើតមានឥឡូវខ្ញុំឆ្លើយសំណួរទី1មុនសម្រាប់បងប្អូនយើងថាលោកគ្រូឥឡូវមិនដែលឃើញផ្សាយផ្ទាល់សោះដល់កន្លះអមយុទ្ធរាជទឹកចាស់សុំចម្លើយខ្ញុំផ្សាយរាល់ថ្ងៃមកពីរឿងយើងមើលអត់ឃើញមាន3ករណីទី1 Facebook បច្ចុប្បន្ននៅអឺរ៉ុបគឺបង់ពន្ធនិងមានជំរើស2យើងប្រើ Facebook ហ៊ុនត្រាត់ដោយបង់លុយភិនស្រុនឬក៏យើងប្រើធម្មតាបើយើងប្រើធម្មតា Facebook រឹតបន្តឹងចំនួនអ្នកតាមដានឧទាហរណ៍ថាខ្ញុំពីមុនគាត់តែបើកក្អកប៉ុណ្ណាយើងនិយាយពីឆ្នាំ2022 2021 2022បងប្អូនមានដឹងទេគាត់តែក្អកខុស 5K តែនោះក្អកខុសហ្មង 5K ចាប់តាំងពីឆ្នាំ2023មកនៅអឺរ៉ុបផ្ទះក៏ឲ្យស្គាល់ចាប់ផ្ដើមចង់បិទ Facebook មិនមែនបិទទេគឺយកពន្ធហើយក៏ឲ្យមានជំរឿនទី1ចេញស្រីមកការប្រើប្រាស់ Facebook ដោយបង់លុយទី2ការប្រើប្រាស់ធម្មតាហើយបើប្រើបង់លុយគឺមានទៅតាមកម្រិតលុយដែលយើងបង់ប្រចាំខែនឹងវានឹងមានអ្នកមើលតិចឬក៏ច្រើនតែបើយើងប្រើប្រាស់ធម្មតា Facebook វាកម្រិតវាក្រិតណាអញ្ចឹង Sky Facebook ទោះជាវាខំក្រិតយ៉ាងណាក៏ដោយអាណាចក្រខ្មែរក៏វានៅតែទប់សូនតារាមិនឲ្យណាទៀបបានដែរពីព្រោះ Facebook ដែលកាលណាយើងអត់បង់លុយទេវាឲ្យអ្នក rich ហ្នឹងចង់យកទៅដល់ដៃពេលយើងផ្សាយទៅដល់ដៃហ្នឹងតាមឃើញគេនិយាយទេណាអាហ្នឹងគេអាចថាព័ត៌មានផ្សេងនៅស្រុកបារាំងហ្នឹងគេលើកពីនេះពីនោះហ្នឹងអ្នកដែលប្រើធម្មតាគឺជាទូទៅចន្លោះពី200ទៅ300ទេពី200ទៅ300ប៉ុន្តែទោះយ៉ាងណាបងណាទូរទស្សន៍សូនតារាទោះបីជាក្រុមហ៊ុន Facebook ហ្នឹងខ្ញុំមិនបង់លុយគីងរឿងហើយក្រុមហ៊ុន Facebook វាមិនឲ្យយើងណាទៅដល់ដៃមនុស្សច្រើនគឺនៅតែម្សិលមិញ2ចុចដដែលអញ្ចឹងមានថា Facebook ទុកសូនតារាប្របាក់ដែរណាមិនគេមិនបាក់ទុកទេគាត់ថាទោះយ៉ាងណាក៏ដោយវាដូចមុនទេវាមិនដូចពីមុនក្អកខុសមកស្រាប់តែលេខ 10K 20K ហ្មងអត់មានទេបងប្អូនអានឹងករណីទី1ដែលបងប្អូនមើលមិនឃើញករណីទី2បច្ចេកទេសមានបងប្អូនយើងមួយចំនួនហ្នឹងគាត់អត់សូវបកកែទេជាពិសេសចាស់ណាគាត់មិនសូវជាបកកែបច្ចេកវិទ្យា technology ប្រហែលទេកុំថាតែនៅស្រុកខ្មែរនៅស្រុកអាមេរិកក៏ដោយនិយាយឲ្យត្រង់ទៅណាគាត់មិនសូវជាបកកែចុចប្រហែលទេគាត់ចេះតែចំណាំឃើញពីមុនមក Facebook ណាបងប្អូនមានដឹងទេមហានគរខ្មែរពេលដែលយើងធ្វើការផ្សាយផ្ទាល់វាចេញ notificationវាលោតមកទៅហើយគាត់ឲ្យយើងចុច follow ទៅលើ page សូនតារាហ្នឹងគាត់ឲ្យខ្ញុំផ្សាយផ្ទាល់ភ្លាមវាលោត notification ណា notification ហ្នឹងសូនវិញ្ញាតអស់អញ្ចឹងមនុស្សចុចមើលដល់ឥឡូវស្ងាត់ឈឹងមិនអញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹង Facebook វាអត់ឲ្យ reach វាអត់ឲ្យទៅដល់ឯងមនុស្សច្រើនព្រោះខ្ញុំអត់បង់លុយវាឲ្យយ៉ាងច្រើន2ទៅ300នាក់ទេអញ្ចឹងមានន័យថាបើ 1K វាអស់ហើយបងប្អូនវាអស់ចាហើយសូម្បីតែទូរទស្សន៍បារាំងមកណាខ្ញុំនិយាយលេងទូរទស្សន៍បារាំងល្បីផ្សាយផ្ទាល់តាម Facebook អ្នកមើលហ្នឹងប្រហែលសូនតារាដែរបាទទូរទស្សន៍ល្បីហ្នឹងបងណាដែលផ្សាយផ្ទាល់តាមប្រព័ន្ធ Facebook មើលប្រហែលសូនតារាឬក៏ក្រោមទេអញ្ចឹងដោយសារតែទូរទស្សន៍ហ្នឹងគឺគេដាក់ Facebook គាត់ជាព័ត៌មាននៃដើមខៅគឺអត់បង់លុយដោយសារតែគេរកពាណិជ្ជកម្មពី YouTube និងពាណិជ្ជកម្មពីប្រព័ន្ធទូរទស្សន៍ហើយ Facebook គេគាត់ឲ្យមានទេប៉ុន្តែទោះយ៉ាងណាក៏ដោយវាល្បីអាហ្នឹងមួយគីមតាល់ចាក់ក្រវ៉ាល់ណែករណីទី3គឺដោយសារតែយើងអត់បានចុចតាមដានទូរទស្សន៍សូនតារាអូនពីនយើងចុចទៅណាហើយករណីទី2ទី3វាស្រៀងគ្នាដែរដោយសារតែបងប្អូនអត់មានបច្ចេកវិទ្យាអត់សូវចេះជាពិសេសដែលកូនសិស្សសូនតារាចាស់ហ្នឹងគាត់មិនសូវបកកែប្រហែលទេរឿងនៅ Facebook រឿងអ៊ីនធឺណិតហ្នឹងគាត់ពឹងតែកូនណា Rachel W ពឹងតែចៅគាត់ហ្នឹងចុះកាលពីមុនមកខ្ញុំផ្សាយផ្ទាល់ទៅវាលោតចូលទៅក្នុង notification ឥឡូវ Facebook វាអត់មានលោតទេណាបងប្អូនណាបើដូចពីមុនណាផ្សាយផ្ទាល់លោតចូល notification ណាបងប្អូនត្រូវដឹងថាទូរទស្សន៍សូនតារាហ្នឹងការប្រៃគ្រាន់តែក្អកហ្នឹង 10K បាត់ហើយប្រៃចំណេះ share វីដេអូនេះទៅកាន់ប្រៃចំណេះដទៃទៀតទូរទស្សន៍សូនតារា
ស្រាត់ខោជន់បដិការ60ផ្លាស់ប្ដូរផ្នត់កំណត់សំណួរទី1បងប្អូនយើងសួរថាហេតុអីបានជាណាសកុនទ្រង់ត្រីអ៊ុំមីសែនលោកគ្រូមិនដែលឃើញខ្ញុំឆ្លើយសំណួរទី2ថាលោកគ្រូមិនក៏ផ្សាយផ្ទាល់ខានដូចមុនអញ្ចឹងពីមុនតែម៉ោង9ខ្ញុំបើកទៅឃើញឥឡូវបើកទៅមិនឃើញខ្ញុំដេកលក់ឲ្យខ្ញុំនិយាយម្ដងទៀតដើម្បីកុំឲ្យជន់ជាមួយនឹងអាស៊ីសេរីមានន័យថាបើជន់ចុងម៉ោងជន់ត្រឹម10នាទី20នាទីចុងក្រោយមិនអីទេនេះឬបើអាចទេព្រោះនៅអាស៊ីសេរីពីមុនគឺជាកម្មវិធីរបស់រដ្ឋាភិបាលអញ្ចឹងគេមានការផ្សាយផ្ទាល់ត្រឹមតែគឹមតែ1ម៉ោងឯងដល់ឥឡូវគេចង់ផ្សាយ3ម៉ោង4ម៉ោងក៏បានដែរមិនមែនកម្មវិធីរបស់រដ្ឋាភិបាលទេកម្មវិធីរបស់នេះអង្គការសង្គមស៊ីវិលយើងនិយាយចុះស្ថាប័នឯករាជ្យដែលមិនស៊ីលុយពីរដ្ឋាភិបាលអាមេរិកដូចមុនអញ្ចឹងគេអាចផ្សាយម៉ោងណាក៏បានប៉ុន្តែទោះយ៉ាងណាដោយសូនតារាផ្ដល់អត្ថភាពទៅដល់ប្រព័ន្ធផ្សព្វផ្សាយដែលមានព័ត៌មានល្អជាងបាទដូចខ្ញុំឲ្យបងប្អូនយើងទៅមើលអាស៊ីសេរីល្អជាងអញ្ចឹងមានថ្ងៃខ្លះបើមានលោកប្រធានសំរងស៊ីចូលបទសម្ភាសអីហ្នឹងគឺបងប្អូនមិនបាច់ចាំខ្ញុំទេណាបងប្អូននៅថាថ្ងៃហ្នឹងមានវេទិកាអាស៊ីសេរីមានសំរងស៊ីអាហ្នឹងបាត់ខ្ញុំហើយពីព្រោះម៉ោងវាជន់គ្នាខ្ញុំមិនចាំបាច់និយាយអីទេអាហ្នឹងសំណួរទី2សំណួរទី3សួរតើលោកគ្រូពេលផ្សាយផ្ទាល់ណាគឺជួយប្រាប់ខ្ញុំផងអានេះយើងសើចយើងខឹងបានទេខ្ញុំថាអូអរគុណហើយដែលនៅទឹកចិត្តស្រឡាញ់លោកគ្រូអ្នកខ្លះគេអាចអន់ចិត្តដែរគេខឹងដែរណាឡាយហ្មងថៃយ៉ាងណាទៅប្រាប់អាម៉េចមនុស្សគ្រប់ត្រូលសូនតារាយើងមិនមើល Facebook លេងចូលប្រមាណចូលសែនចូលលៀននេះហើយបើសិនជាលោកគ្រូមានពេលឯណាទៅប្រាប់ហ្នឹងណាអរក៏ផ្សាយផ្ទាល់ប្រាប់អត់ទៀតអ្នកគ្រប់ត្រូលសូនតារាគេមិនដឹងតាណាគេខ្លះឥឡូវចឹងមើលនេះណាជួនកាលអ្នកគ្រប់ត្រូលសូនតារាស្បិតតែមើលប៉ុណ្្នឹងមែនប៉ុន្តែចំនួនអ្នកមើលហ្នឹងម៉ូរីបូរ៉ាលេងចូលអ្នកគ្រប់ត្រូលសូនតារាលេងមកលៀនអ្នកបាត់ទៅខ្ញុំបាច់និយាយស្អីគាត់ថាអង្គុយចុចផ្ញើទៅមនុស្សហ្នឹងមិនគ្រប់ផងចិនដាខំមើលនេះគ្រាន់តែថាមនុស្សហ្នឹងតើខ្ញុំនេះមានបុគ្គលិកធ្វើការហ្នឹងបុគ្គលិក100000នាក់អាហ្នឹងបានបុគ្គលិក100000នាក់ហ្នឹងអង្គុយចាំឈ្មោះមនុស្សម្នាក់មួយអញ្ចឹងទៅអាហ្នឹងបើសិនជាគេអ្នកខឹងគេថាអញ្ចឹងបើសម្រាប់សូនតារាឌីវីតសូនតារាថាអូអរគុណច្រើននៅសណ្ដានចិត្តល្អមានបេះដូងល្អដែលស្រឡាញ់គ្រប់ត្រូលនៃទូសូនតារាស្រាតខោជន់ប្រការផ្លាស់ប្ដូរផ្នត់កំណត់ដែលជាប្រយោជន៍ដល់ខួរក្បាលរបស់បងប្អូននៅរោងចាំថ្ងៃមួយនៅចំណេះដឹងនិងកតិបណ្ឌិតដែលឆ្លុះបញ្ចាំងអំពីយុត្តិធម៌និងសច្ចធម៌ប៉ុន្តែទោះយ៉ាងណាក៏ដោយណាខ្ញុំគ្រាន់តែជម្រាបទៅបងប្អូនធ្វើតាមអ្វីដែលខ្ញុំលើកឡើងនៅចំណុចទី1ចំណុចទី2គឺត្រូវចេះវាយចេះប្រើប្រព័ន្ធអ៊ីនធឺណិតគឺចុចឈ្មោះមើលមិនឃើញយើងមើលទៅនេះយើងរកមិនឃើញយើងចំណាំម៉ោងអញ្ចឹងទៅយើងចុច follow យើងចុច suivre ភាសាបារាំងណាបាទហើយយើងចុចតាមដានឈ្មោះយើងអាសាចូលមើលទៅយូរទៅ Facebook វាមិនចិត្តអាក្រក់ទេវាតែងតែឲ្យយើងមើលឃើញណាអាហ្នឹងគឺវាអញ្ចឹងឯងតែបើថាលោកគ្រូជួយពេលដែលផ្សាយផ្ទាល់ជួយប្រាប់ខ្ញុំផងស្រីបើទៅខ្ញុំប្រាប់អ្នកណាខ្ញុំប្រាប់អ្នកណាគេប៉ុន្តែទោះយ៉ាងណាសូនតារាអរគុណនិងសប្បាយចិត្តសម្រាប់បងប្អូនយើងមួយចំនួនហើយខ្ញុំមានតែខឹងទេខ្ញុំសោកទៅវិញទេខ្ញុំមើលហ្នឹងខ្ញុំសោកតែអូបែរជាពូមីងណាគាត់បែបគាត់គិតតែលោកគ្រូទៅផ្ញើប្រាប់គាត់យ៉ាងម៉េចមែនទេបងប្អូនសិស្សសូនតារាលៀនអ្នកអីនោះហ្នឹងផលិតអ៊ំព្រីចំណេះ share ប្រូនេះទៅកាន់ព្រីចំណេះដតីទៀតទូរទស្សន៍សូនតារាផលិតកុកស៊ីស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់គ្រឿងក្លែមទី2 SP Daily James C ទៅដល់ចិននេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយស្ទើរគ្រប់គ្នាបន្ទឿនចាំខ្ញុំក៏អត់បានណែតាមដានអីប្រហែលដែរនៅក្នុងប្រទេសបារាំងនេះដោយសារតែម៉ោងខុសគ្នាហើយខ្ញុំក៏មានពេលវេលាធ្វើកិច្ចការពេកកប៉ុកតិចតួចដែរអញ្ចឹងអត់មានបានតាមដានទេប៉ុន្តែបានឃើញបងប្អូនយើងមួយចំនួនគាត់ផ្ញើព័ត៌មានមកខ្ញុំហើយថា Gen Z បានទៅដល់ចិនពេលនោះបងប្អូនយើងគាត់បានសួរខ្ញុំនៅពីសំណួរសំខាន់ហើយខ្ញុំឆ្លើយមួយម៉ាត់នៅក្នុងគ្រឿងក្លែងទី2នេះសំណួរទី1គាត់សួរថាតើហេតុអ្វីបានជាអាមេរិកនិងអង់គ្លេសបង្កកទ្រព្យសម្បត្តិប្តឹង Gen Z មិនចាប់យន្តស្រស់បញ្ជូនទៅអាមេរិកនិងអង់គ្លេសតែបែរជាបញ្ជូនទៅប្រទេសចិនសំណួរទី1បងណាអានោះសំណួរ logic ចិត្តជលសាស្ត្រតែបងប្អូនយើងកូនសិស្សសូនតារាឆ្លាតណាស់សំណួរទី2សួស្តីកម្ពុជាតើហេតុអ្វីបានជា Gen Z Alfie ទើបតែនឹងចាប់ខ្លួន
nơiពេលនេះបើជាឧក្រិដ្ឋជនបោកអនឡាញយូរណាស់មកហើយបងប្អូនណាទាយទៅតែសូនតារាឆ្លើយមួយម៉ាត់គឺឆ្លើយយ៉ាងដូចម្ដេចតោះឥឡូវយើងអានេះគ្រឿងខ្លែងនេះយើងជជែកជាមួយបងប្អូនតិចដកក្រឡោមយុទ្ធរីបងប្អូនពីចំនួននេះល្អណាស់ណាមានគេសួរសូនតារាច្រើនតែសរុបទៅពីរនឹងសរុបទៅនៃដូចគ្នាខ្ញុំមើលសារខ្ញុំមើលខមមិនហ្នឹងសំណួរទី1គេសួរថាហេតុអីបានជាមែនទេបងប្អូនណាអាមេរិកនិងអង់គ្លេសអ្នកប្តឹងអ្នកដែលបង្កប់ទ្រព្យសម្បត្តិអ្នកដែលតាមរក Gen Z ហេតុអីបានបញ្ជូនទៅចិនហើយសូនតារាឆ្លើយតែមួយម៉ាត់មែនទេខ្ញុំចង់ឲ្យបងប្អូនយើងទាយថាសូនតារាឆ្លើយអីចាំមើលកូនសិស្សសូនតារាណាឆ្លាតសរឿនផាន់សំណួរទី2គេសួរថា Gen Z ហ្នឹងគឺអក្រិតកម្មបោកអនឡាញយូរហើយមិនបានគេទៅចាប់ខ្លួនអីឡើយណាបុនធឿនតអ្នកណាសូនតារាពីសំណួរឆ្លើយតែមួយម៉ាត់ហើយខ្ញុំបកស្រាយបន្តិចចុះខ្មែរអង្គរបាទណាសំណាងណយនៅសង្ឃឹមថ្ងៃមួយសិតចូលរួមត្រូវហ៎បាទមោហាត្រិនបាទគុំធឿនវ៉ាន់តុលាហ៊ុនកុសលសិតត្រូវចូលរួមចំណែកត្រូវណែសួងឈៀនបាទណែសួងឈៀនចូលរួមចំណែកត្រូវអ៊ីស្នូត្រូវអេងមករាសុនតារាឆ្លើយមួយម៉ាត់ចម្លើយបងប្អូនត្រូវទាំងអស់មិនបានថាខ្ញុំថាត្រូវទាំងអស់ពីព្រោះគ្រាន់តែថាវាមិនមែនចម្លើយរបស់សូនតារាត្រូវទាំងអស់ប៉ុន្តែមិនមែនចម្លើយរបស់សូនតារាសៀងគិនជាពិសិដ្ឋអូស៊ីលប៉ាហេងរិទ្ធីហួរមែនទេគ្រូម៉ុងតូសូនមីនីមែនទេសត្វត្រូវចម្លើយរបស់ខ្ញុំគឺចូលទៅមើលការផ្សាយផ្ទាល់របស់ខ្ញុំកាលពីម្សិលមិញអានេះមួយម៉ាត់ណាមិនមួយម៉ាត់មិនមួយម៉ាត់បាត់ទេចង់និយាយថាមួយឃ្លីមិនទេបងប្អូនណាតរិតហេតុអីបានជាមិនបញ្ជូនទៅអាមេរិកយូរទៅចិនទៅមើលការផ្សាយផ្ទាល់របស់សូនតារាកាលពីម្សិលមិញខ្ញុំនិយាយលម្អិតអត់និយាយម្ដងទៀតហេតុអីបានជាយូរទៅបញ្ចប់ទៅមើលការផ្សាយផ្ទាល់របស់សូនតារាកាលពីម្សិលមិញអ្នកកាលណាខ្ញុំប្រាប់អញ្ចឹងអាចារ្យមានគឺខ្ញុំឲ្យយោងចុះបងប្អូនយើងឆ្លើយនេះសិនត្រូវបងប្អូនយើងឆ្លើយថាត្រូវខ្លាចអាមេរិកការពារខ្លួនជួយ Gen Z បាទនេះខ្លាចអាមេរិកចាប់អីទាំងអស់ហ្នឹងណាចម្លើយទាំងហ្នឹងមិនបានខ្ញុំថាត្រូវពីព្រោះចម្លើយដូចលីអ៊ីសានូគាត់ថាភ័យសុកខេងព្រំមិនគាត់ថាអីហ្នឹងពីព្រោះរាល់ចម្លើយណាគៀងសៀងដែលបងប្អូនឆ្លើយទាំងអស់ហ្នឹងសិតតែមាននៅក្នុងការអត្ថាធិប្បាយរបស់ខ្ញុំកាលពីម្សិលមិញអញ្ចឹងខ្ញុំប្រាប់ប្រិយមិត្តដែលណាស់សារ៉ាអ៊ំចង់ដឹងទៅមើលការផ្សាយផ្ទាល់របស់ខ្ញុំកាលពីម្សិលមិញដែលនិយាយអំពី Gen Z មនុស្សជនត្រូវចាប់ខ្លួនណានៅក្នុងបញ្ជូនទៅចិនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនបដាច់ការសកុនត្រីអូមីសែនផ្លាស់ប្ដូរផ្នត់កំណត់ត្រូវណាចឹងអត់បាច់វិញនិយាយម្ដងទៀតវិញម្ដងទៀតវាទៅជាប្រធានបទនិយាយចំដែរឡើយបងប្អូនទៅមើលការពីម្សិលមិញខ្ញុំនិយាយលម្អិតហើយហេតុអីបានជាមែនទេមិនបញ្ជូនទៅអាមេរិកបងប្អូនឆ្លើយទៅត្រូវហ្នឹងហេតុអីបានជាមែនទេទើបចាប់ពីឥឡូវបងប្អូនឆ្លើយទៅត្រូវទាំងអស់គ្រឿងខ្លែងទី3ប្រតិក្រឡាជាមួយនឹងប្រធានបទទី1ដដែលមើលបើឯងខ្លាំងកុំព្រុសនៅក្រៅប្រទេសមកជួមុខនេះការពារទឹកដីមកមើលបើឯងខ្លាំងមកធ្វើតែហ៊ានមកមើលបើឯងខ្លាំងមកសបរភូមិមកមើលបើឯងខ្លាំងមកបាញ់ពួកសៀមមកអានេះគឺសិតតែជាមតិរបស់គណៈបកប្រជាជននរៈរណនដែលបានខមមិនផងនិងផ្ញើសារផងហើយខ្ញុំសួរទៅបងប្អូនតើបងប្អូនធ្លាប់ឃើញសារទាំងអស់ហ្នឹងទេអារម្មណ៍មេតាអ៊ុំហើយសារទាំងអស់នេះវាคล้ายទៅជាអ៊ីរិចឈោទម្លាប់ធម្មតារបស់គណៈបព្វជិជនដែរតែប៉ុណ្ណឹងឥឡូវនេះខ្ញុំឆ្លើយម្ដងទៀតពីព្រោះយូរឆ្លើយម្ដងគេធ្លាប់និយាយអញ្ចឹងតាំងពីសង្គ្រាមលើកទី1នៅខែ7ខ្ញុំឆ្លើយម្ដងបើបងប្អូនភ្លេចបើអញ្ចឹងលើកគណៈបព្វជិជនលើកចំណុចហ្នឹងទៀតខ្ញុំឆ្លើយម្ដងទៀតសំណួរហ្នឹងមែនទេសួងឈៀនគឺមិនសំណួរទេគេផ្ចាញ់ផ្ចាលហ្នឹងដដែលទេអញ្ចឹងសូនតារាក៏ឆ្លើយដដែលដែរបើយើងខ្ញុំនិយាយបងប្អូនភ្ញាក់ហ្មងកាលខែមករាគេនិយាយយ៉ាងដែរបើឯងខ្លាំងដែរមកធ្វើតាហ៊ានជួមុខមកស៊ីលកេ
បើឯងខ្លាំងនេះមកបាញ់ការពារទឹកដីមកក៏បានតែព្រុសណែបើឯងខ្លាំងនេះមកសមរភូមិមកណែបើឯងខ្លាំងនេះមកធ្វើតាហ៊ានបាញ់វាយពួកសៀមមកពីមុនសូនរាឆ្លើយតែម៉េចអ្នកណាចាំបានទេឥឡូវចូលដល់នេះឥឡូវភ្ជាប់អានឹងចូលទៅប្រធានបទទី1តាក់ទងការទូតតែម្ដងមែនទេតើបងប្អូនទីមើលតើសូនរាឆ្លើយថាម៉េចខ្ញុំជួនកាលមានពេលខ្លះខ្ញុំមិនចង់និយាយពីព្រោះមានពេលខ្លះកូនសិស្សសូនរាឆ្លាតដឹងហើយដល់ខ្ញុំនិយាយទៅវាដូចជាមិនសូវជាលើកទឹកចិត្តកូនសិស្សក៏ដឹងចម្លើយនឹងថាអូកាលណាបើគេនិយាយថាណែបើសូនរាឯងខ្លាំងណាមកធ្វើតាហ៊ានជួមុខបាញ់ពួកសៀមការពារទឹកដីមកអញ្ចឹងថ្ងៃកាលពីខែ7ថាអញ្ចឹងម្ដងឥឡូវនេះថាអញ្ចឹងទៀតឥឡូវសូនរាឆ្លើយដូចម្ដេចអ្នកណាចាំចម្លើយរបស់សូនរាណាខ្ញុំអានខមមិនបងប្អូនយើងទៀតមេងឈៀងបាជូរីណេរ៉ាំបេតាអ៊ុំអត់ទាន់ឃើញឆ្លើយទេទៅ Good morning សកុនទ្រីអូមីសែនក៏អត់ទាន់ឃើញឆ្លើយដែរណែទៅធ្វើអីមិនបាញ់ដដែលអានឹង50បន្ទុកថាចឹង50បន្ទុកមែនទេបងមកទាត់ឃើញទៀតមើលងាយសម្ដេច50បន្ទុកណានេះសត្រូវណាអានេះ50បន្ទុកជាប់ណាឈិនលៀនអត់ទាន់ឃើញទេ50បន្ទុកជាប់បន្ទុកជាប់100អ្នកណាដែលឆ្លើយបាន50បន្ទុកចាត់ទុកជាឆ្លាតមានន័យថាខ្លាំងអស្ចារ្យមែនទេមានមែនទេដូចមានតែ100បន្ទុកគ្នាបាទថាខ្ញុំត្រូវតែជឿលើកូនសិស្សត្រូវតែអានឈ្មោះអ្នកនឹងឲ្យបានទៅវិណាបាត់ហើយមិញអ្នកនឹងគឺ100បន្ទុកមែនទេជប់ដល់រកអ្នក100បន្ទុកសិនពួកខមមិនវាច្រើនណាស់ព្រោះណាខមមិនច្រើនពេកអ្នក100បន្ទុកជាណារ៉ែន100បន្ទុកអត់ទេកូនសិស្សសូនរ៉ាត្រូវតែមានអ្នកឆ្លាតណាមិនត្រូវតែមានអ្នកឆ្លាតបើកាលណាមានអ្នកឆ្លាតបញ្ជាក់ថាម៉េចបញ្ជាក់ថាអ្វីដែលសូនរ៉ានិយាយហ្នឹងគឺវិទ្យាសាស្ត្របងប្អូនកុំលួចឥឡូវសាក់នាំមានលួចទៅមើលចម្លើយណារ៉ែនហ្នឹងគាត់ឈ្មោះអីទេមិនណារ៉ែនហ្នឹងណាប៉ាហេងមែនទេប៉ាហេងហ្នឹង70បន្ទុកកាន់តែខ្ពស់មានអ្នក100បន្ទុកមានអ្នក50បន្ទុកមានអ្នក70បន្ទុក70បន្ទុកគឺខ្ពស់ប៉ុន្តែ100បន្ទុកហ្នឹងគឺអស់ហើយមែនទេបងប្អូនគេថាបើឯងខ្លាំងមកកាន់កាភ្លើងនៅជួរមុខបាញ់ពុកសៀមការពារទឹកដីមកខ្ញុំហ៊ិនលាវក៏ឆ្លើយថាកុំហៅខ្ញុំអញ្ចឹងត្រូវនិយាយថាអញ្ចេះបើឯងខ្លាំងមកដឹកនាំប្រទេសម្ដងមកបានវាត្រូវណាពីព្រោះការកសាងប្រទេសការដឹកនាំប្រទេសការការពារជាតិជាកាតព្វកិច្ចរបស់មេដឹកនាំខ្ញុំម្នាក់ឯងបើសិនជាខ្ញុំអាចណាជាស៊ុនអ៊ូខុងយុទ្ធសិលដូចព្រះវិស្ណុអានឹងមានន័យថាខ្ញុំអត់ចាំបាច់ត្រូវការហ៊ុនសែនឬហ៊ុនម៉ាណែតទេមួយទៀតខ្ញុំនិយាយអញ្ចឹងដូចជាមើលងាយសម្ដេចនឹងហ៊ុនម៉ាណែតពេកថាដឹកនាំប្រទេសមិនដឹកនាំប្រទេសមិនបានចាំឲ្យសូនរាទៅបាញ់ហើយខ្ញុំក៏ធ្លាប់អានឹងសិទ្ធិសំណួរ50បន្ទុកចូលរួមចំណែកក្នុងការត្រូវហើយខ្ញុំក៏ធ្លាប់និយាយថាទោះជាខ្ញុំនៅក្រៅខ្ញុំបានត្រឹមតែនិយាយខ្ញុំនៅក្នុងស្រុកក៏ខ្ញុំអត់ទៅបាញ់ដែរពីព្រោះហ៊ុនម៉ាណែតក៏គាត់អត់ទៅបាញ់នៅសមរភូមិមួយគ្នាដែរអញ្ចឹងណាចម្លើយម្ដងទៀតកុំហៅសូនតារាថាបើឯងខ្លាំងឯងមកកាន់កាភ្លើងចូលជួរមុខការពារទឹកដីមកត្រូវដូរអញ្ចេះវិញមែនទេថាបើឯងខ្លាំងណាស់ណាត្រូវមកដឹកនាំប្រទេសម្ដងមកគណៈបកប្រជាជននឹងបណ្ដេញហ៊ុនម៉ាណែតចេញពីនាយកមន្ត្រីដាក់សូនរាចាំមើលឯងដាក់ឯងឲ្យធ្វើនាយកមន្ត្រីណាពីសិទ្ធ PGM ឲ្យខ្មាស់គេម្ដងយើងត្រូវថាអញ្ចឹងមិនវាត្រូវមែនទេមនុស្សម្នាក់ទៅជ្រកគ្រាប់ធ្លាក់បែកខ្ទេចហ្នឹងវាមិនកើតទោះតែដឹកនាំប្រទេសបានមានទស្សនវិស័យគ្រប់គ្រងសេដ្ឋកិច្ចគ្រប់គ្រងកម្លាំងយោធាគ្រប់គ្រងកងទ័ពមែនទេគ្រប់គ្រងជួបវាសនាសពិវុធគ្រប់គ្រងសម្ព័ន្ធមិត្តការទូតខ្ញុំនិយាយណាបើខ្ញុំទៅធ្វើដឹកនាំប្រទេសខ្ញុំដឹងវិធីថាត្រូវធ្វើដូចម្ដេចដើម្បីឲ្យមានកម្លាំងទ័ពមានសពិវុធមានការទូតខ្លាំងមែនទេបើគ្រាន់តែអញ្ចឹងណាខ្ញុំសូមនិយាយម្ដងទៀតថាខ្ញុំជាកូនសិស្សសូនតារានឹងចាំហើយបើគណៈបព្វជិជនគេនិយាយសម្រាប់សូនតារានេះគេរឿងគេថាសូនតារានឹងបានតែព្រុសនៅខាងក្រៅប្រទេសបើខ្លាំងណាចូលមកកាន់កាភ្លើងនៅធ្វើតាហ៊ាននៅជួរមុខម្ដងខ្ញុំថាកុំនិយាយអញ្ចឹងត្រូវនិយាយថាចេះវិញបើសូនតារាខ្លាំងណាកុំបានតែព្រុសនៅក្រៅប្រទេសមកដឹកនាំប្រទេសម្ដងមើលមែនទេអ្នកឯងដឹងទេថានាយករដ្ឋមន្ត្រីហ្នឹងគេពិបាកយ៉ាងណាខ្ញុំថាបើពិបាកទេមិនក៏មិនចុះចាញ់ហ្នឹងមកយើងនិយាយទៅចេះគឺខ្លះគេនិយាយថា
សម្ដេចហ៊ុនម៉ាណែតទាំងថ្ងៃទាំងយប់មិនបានដេកមិនបានបួនទេសម្ដេចតែងតែបៀមទុកណាទោះយ៉ាងណាក៏ដោយនៅទូរស័ព្ទនៅជាមួយសមរភូមិមុខចំណិចទូរស័ព្ទហ្នឹងគេចាប់ប្រព័ន្ធមកខលទៅណាលើកទូរស័ព្ទហ៊ុនសែនមកអា GPS វាចាប់ប្រព័ន្ធទូរស័ព្ទហ្នឹងមកប្រព័ន្ធទូរស័ព្ទហ្នឹងដាក់ធ្លាក់ទៅនឹងបណ្ដោយហើយប្រយ័ត្នទៅហ្នឹងគាត់ឲ្យសុំតារានិយាយប៉ុណ្ណឹងដឹងថាខ្ញុំឆ្លាតជាងហ៊ុនសែនបាទចំណុចតែមួយឧទាហរណ៍ណានេះគណៈបច្ចុប្បន្នគេនិយាយទៅចេះនេះសម្ដេចមិនបានដេកមិនបានពួនទេនេះនៅតាមដានសមរភូមិជានិច្ចសម្ដេចនៅតែអាយកូមឬក៏ទូរស័ព្ទជាប់ដៃជានិច្ចជាមួយនឹងសមរភូមិមុខណាទូរស័ព្ទជាប់ដៃហ្នឹងនិយាយទៅពើចេញសញ្ញាងើងណាចេញសញ្ញាងើងក្នុង GPS គាត់ដល់បាន1នាទីគាត់មក drone ឬវាលើហ្នឹងអា drone ឬក៏ F16 ហ្នឹងកន្លែងទូហ៊ុនសែននិយាយហៅ hello មកហើយយើងកាន់កាប់ឲ្យសម្ដេចផ្ទុះផ្ទិចអស់លេងបាត់អាហ្នឹងគាត់តែសូនរាញនិយាយទៅឆ្លាតជាងបាទនេះអញ្ចឹងបានខ្ញុំថាកុំនិយាយអញ្ចឹងត្រូវនិយាយកុំត្រូវនិយាយថាបើឯងខ្លាំងណាឯងទៅដឹកនាំប្រទេសម្ដងមើលសម្ដេចគាត់ហត់ណាហើយគេល្អូគេលើកជើងហ្នឹងគេថាហ៊ុនម៉ាណែតហត់ណាហ៊ុនម៉ាណែតហ្នឹងទៅជាសក់ស្កៅហើយខ្ញុំថាខ្ញុំទៅខ្ញុំសក់ខ្មៅទេទៅនេះតើហ៊ុនសែនហ្នឹងហត់ណាខ្ញុំថាបើយើងហត់បើយើងពិបាកម្លឹងណាអាម៉េចក៏យើងនឹងមិនឈប់ទៅហ៎បើយើងពិបាកបើយើងហត់ម្លឹងហ្នឹងហើយបើយើងពិបាកយើងហត់ហើយយើងបានផលមកបើយើងពិបាកយើងហត់ម្លឹងយើងបាត់ទឹកដីយើងស្លាប់ណែប្រជាជននេះយើងបាត់បង់ទ្រព្យសម្បត្តិប្រជាជនទាំងមូលអត់មានសុវត្ថិភាពអញ្ចឹងយើងល្អូឲ្យគេអាណិតទៅអីយើងត្រូវអាណិតប្រជាជនអាណិតនេះទឹកដីយើងឯណោះកុំទៅអាណិតហ៊ុនសែនណាអាណិតទឹកដីយើងឯណោះដែលថៃវាមកទន្ទ្រានយកកាន់កាប់អញ្ចឹងអានេះខ្ញុំគ្រាន់ឆ្លើយសក់ទេភេងគីស្រេងខ្ញុំឆ្លើយសក់ដើម្បីឲ្យថ្ងៃក្រោយហ្នឹងឲ្យចេះថាទៅនិយាយជាមួយសនតារានោះប្រយ័ត្នដូចខំវាសនាណាប៉ៅសពុតរត់តាមទ្វារក្រោយនិយាយឲ្យច្បាស់ចឹងនេះកុំអាងអីថាបើឯងខ្លាំងមកកាន់កាភ្លើងការពារទឹកដីនៅជួរមុខបាញ់ពួកសៀមទៅខ្លួនឯងមកកុំបានតែព្រុសខ្ញុំថាកុំហៅចឹងហៅថាបើឯងខ្លាំងបើដឹកនាំប្រទេសមកអាហ្នឹងបានវាត្រឹមត្រូវប្រិយចំណិត share វីដេអូនេះទៅកាន់ប្រិយចំណិតដទៃទៀតទូរទស្សន៍សនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ទូនមិញវាប្រតិកលាជាមួយនឹងការទូតឯសម្បត្តិហេឡឹមហ៊ុនម៉ាណែតអង្គការទូតបើប្រៀបធៀបទៅនឹងវេណេស៊ុយឡាខ្ញុំចែករំលែកកាលណាខ្ញុំនិយាយចំណុចនេះគឺខ្ញុំចែករំលែកហើយដូចតែខ្ញុំនៅនិយាយដដែលថាគណៈបកប្រជាជនឬក៏ហ៊ុនម៉ាណែតបើមួយថ្ងៃផាន់ពន្លឺចំណាយពេលស្ដាប់សូនតារាតែ10ទៅ15នាទីណាការដឹកនាំគាត់ខ្លាំងព្រោះចំណុចខ្ញុំនិយាយនេះគឺនិយាយការពីប្រទេសហ្នឹងបងប្អូនស្ដាប់ទៅណាទស្សនៈរបស់សូនតារានេះគឺជាទស្សនៈមួយថាអាកន្លែងណាអត់ប្រយោជន៍បោះចោលតែកន្លែងខ្លះមនុស្សដឹកស្មានមកដល់តែខ្ញុំនិយាយមិញចឹងប្រកាន់សមរភូមិសម្ដេចទូរស័ព្ទទៅអាទូរស័ព្ទហ្នឹង GPS កាយរណបវាចាប់តាមប្រព័ន្ធហ្នឹងថាទូរស័ព្ទទៅលើកចុចទូរស័ព្ទទៅកន្លែងណាអាក្រត់ធ្លាក់នៅកន្លែងហ្នឹងព្រោះប៉ុន្តែ GPS ចេញសញ្ញាក្រហមទៅមកអា drone វាមកតាមនឹងឲ្យផែនទីវាកំណត់មកប្រហែលគីឡូម៉ែត្រគុណគូទៅប្រហែលគីឡូម៉ែត្រមកដល់ដាក់កាមេរ៉ាទៅពិតមែនតែនៅឃើញគឺខ្ទេចមួយខ្ញុំនិយាយអំពីវេណេស៊ុយឡាបន្តិចប្រតិបត្តិការរបស់ដូណាល់ត្រាំខុសច្បាប់អន្តរជាតិតែត្រូវសម្រាប់ការកាត់សេចក្តីមួយដែលពិភពលោកមិនហ៊ានកាត់សេចក្តីត្រូវពីព្រោះដូណាល់ត្រាំមិនបានឈ្លានពានទឹកដីឬក៏លុបបំបាត់កាន់កាប់យកទឹកដីរបស់វេណេស៊ុយឡាមួយចំអាមឡើយគឺគ្រាន់តែចាប់មនុស្ស2នាក់តែប៉ុណ្ណោះប្តីប្រពន្ធពីបត់គ្រឿងញៀនមែនទេមានខលទុកសិនណាដែលបំផ្លាញប្រព័ន្ធសន្តិសុខនៅសហរដ្ឋអាមេរិកតាមរយៈខ្សែបន្ទាត់ព្រំដែនអាដេលីណូណាតាមរយៈខ្សែបន្ទាត់ព្រំដែនមិចស៊ីកូអានេះត្រូវអាមេរិកវាយអ៊ីរ៉ាក់ក៏បានយកទឹកដីអ៊ីរ៉ាក់ដែរអាមេរិកវាយអ៊ីរ៉ង់ក៏បានយកទឹកដីអ៊ីរ៉ង់ដែរមែនទេគ្រាន់តែថាទស្សនវិស័យគំនិតរបស់ត្រាំចង់យក Greenland អានេះជារឿងមួយដែលយើងមិនបាច់និយាយត្រូវបានការពារដោយអឺរ៉ុបប៉ុន្តែចង់និយាយថាបើសិនជាអាមេរិកយកប្រទេសវេណេស៊ុយឡាក៏បានដែរ
ប៉ុន្តែវាផ្ដោតទៅលើតែបុគ្គលទេបងប្អូនវាផ្ដោតទៅលើតែបុគ្គលទេជីវងវាផ្ដោតទៅលើតែបុគ្គលទេអាចំណុចនេះដែលខ្ញុំថាត្រូវដោយសារតែវាផ្ដោតទៅលើតែអ ுக ្រិតជននេះឧទាហរណ៍អាមេរិកឬក៏ថៃផ្ដោតទៅលើតែ Gen Z និងហ៊ុនសែនត្រូវប៉ុន្តែបើកាត់យកទឹកដីខ្មែរខុសថៃត្រូវតែដកទ័ពចេញពីទឹកដីកម្ពុជាខ្ញុំនិយាយអញ្ចឹងមែនទេបើផ្ដោតទៅលើបើថានៅខណ្ឌណាទៅឆ្លោះជាមួយនឹងញែកឲ្យច្បាស់តែថាញែកឲ្យច្បាស់ពីមុនមកថាអូរឿងនឹងជាទំនាស់ដូចសំរងស៊ីនិយាយរវាងហ៊ុនសែននិងថាក់ស៊ីនហើយចាក់នៅស្រុកថៃហ្នឹងកម្ចាត់ថាក់ស៊ីនហើយបើថៃចង់កម្ចាត់ហ៊ុនសែននោះទៀតអញ្ចឹងអានេះត្រូវវិញដូចដូណាល់ត្រាំគាត់ទៅធ្វើបាក់ជាមួយនឹងនៅម៉ាឌូរ៉ូអានេះខ្ញុំនិយាយអំពីសាវតាបន្តិចពាក់ព័ន្ធជាមួយនឹងវេណេស៊ុយឡាបាញ់មិញខ្ញុំនិយាយអំពីច្បាប់អន្តរជាតិរហូតមកដល់ពេលនេះណាអត់មានប្រទេសណាមួយគ្រប់គ្រងអាមេរិកនៅឡើយទេសូនប្រទេសគ្រាន់តែគេមិនមាត់មានតែពីរទេគឺអ្នកមិនមាត់និងអ្នកមាត់ឯចំណែកអ្នកមាត់សកុនត្រីគឺប្រឆាំងទៅនឹងបេសកកម្មរបស់អាមេរិកខ្ញុំសួរបងប្អូនរកឃើញប្រទេសណាមួយដែលគ្រប់គ្រងបេសកកម្មអាមេរិករកឃើញមួយមើលតាមរយៈសេចក្តីថ្លែងការណ៍តាមរយៈទស្សនៈក៏ដោយអត់មានទេបាទនេះគឺពិភពលោកមួយទាំងមូលមិនគ្រប់គ្រងបេសកកម្មរបស់អាមេរិកទោះបីជាការកាត់សេចក្តីនេះសម្រាប់ខ្ញុំថាជារឿងត្រឹមត្រូវមួយមែនទេក៏ដោយឥឡូវយើងត្រឡប់មកមើលប្រទេសកម្ពុជាវិញណាផ្ទុយគ្នាទាំងស្រុងកម្ពុជានិងវេណេស៊ុយឡាកាន់របបផ្ដាច់ការដូចគ្នាកម្ពុជានិងវេណេស៊ុយឡារំលោភសិទ្ធិមនុស្សដូចគ្នាវាចូលកម្ពុជានិងវេណេស៊ុយឡាចាត់សកម្មជនមេដឹកនាំគណៈបកប្រឆាំងដាក់គុកដូចគ្នាកម្ពុជានិងវេណេស៊ុយឡាមេបកប្រឆាំងរត់ចូលស្រុកដូចគ្នាកម្ពុជានិងវេណេស៊ុយឡាមានជនភៀសខ្លួននយោបាយដូចគ្នាកម្ពុជានិងវេណេស៊ុយឡាគឺមានការបោះឆ្នោតคล้ายៗដូចគ្នាសរុបមកថាកម្ពុជានិងវេណេស៊ុយឡាមានករណីដូចគ្នាពីរគេវេណេស៊ុយឡាមេដឹកនាំពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនដើម្បីយកថវិកាផ្គត់ផ្គង់អំណាចនៅកម្ពុជាបើយោងតាមលោកសំរងស៊ីឧក្រិដ្ឋកម្មអនឡាញឆោបោកយកថវិកាផ្គត់ផ្គង់អំណាចដើម្បីទប់ទល់ជាមួយនឹងសម្ពាធអន្តរជាតិបូណាក្រោយរំលាយគណៈបក្សសង្គ្រោះជាតិដែលអន្តរជាតិមើលកម្ពុជាមានការរំលោភសិទ្ធិមនុស្សវេណេស៊ុយឡាមានការរំលោភសិទ្ធិមនុស្សប៉ុន្តែនៅពេលដែលមានប្រតិបត្តិការសឹកឈ្លានពានអាមេរិកនេះចូលទៅចាប់ម៉ាឌូរ៉ូបែរជាអន្តរជាតិអត់គ្រប់គ្រងអាមេរិកលេងខ្ញុំនិយាយបាត់សង្ឃគុំអន្តរជាតិគ្រប់គ្រងអាមេរិកតែសម្រាប់សន្តារាខ្ញុំថាបេសកកម្មដូណាល់ត្រាំត្រឹមត្រូវពីព្រោះគាត់បានយកកាត់ទឹកដីខ្ញុំសម្ដៅវិញទេគាត់បានកាត់ទឹកដីនេះគាត់ចាប់ទៅអក្រិតជនមែនទេដេលីអ៊ុយហើយថៃឈ្លានពានកម្ពុជាទម្លាក់គ្រាប់បែកដាច់ស្ពានទម្លាក់គ្រាប់បែកចិត្តប្រាសាទបុរាណកាត់យកភូមិបច្ចុប្បន្ននេះមែនទេរាប់ពីមុនខ្ញុំថារាប់រយរាប់ពាន់គ្រួសារឥឡូវចុះរាប់ម៉ឺនគ្រួសារបើយោងតាមប្រាក់សុខុននៅថ្ងៃនេះបានជួបប្រជុំជាមួយនឹងការមន្ត្រីការបរទេសរបស់អាមេរិកពិពណ៌នាអំពីថៃកាន់កាប់ទឹកដីកម្ពុជានិងធ្វើឲ្យមនុស្ស20ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះវិញ20ម៉ឺនខ្ញុំមិននឹកស្មានដល់ទេណាអានេះខ្ញុំនិយាយនឹងយោងតាមសេចក្តីរាយការណ៍របស់បងម៉ែនកំសែងដែលដកស្រង់សម្ដីប្រាក់សុខុនសំណាងមកកូគូស៊ីបោនេះប្រាក់សុខុននិយាយថា20ម៉ឺននាក់មិនអាចត្រឡប់នេះចូលផ្ទះសម្បែងវិញបានទេអញ្ចឹងមានន័យថាទឹកដីប្រទេសកម្ពុជាបាត់បង់ណាអាចស្មើនឹងខេត្តមួយដូចសំអានពីពណ៌នាអំពីចំណុចនីមួយសមអែលបានបងប្អូនជួយចាប់ណាចំណុចនេះជួយចាប់ឥឡូវខ្ញុំនិយាយពីពណ៌នាចឹងបើនិយាយពីថៃសាហាវជាងអាមេរិក10000ដងដោយតែអត់មានសាហាវអីទេ
ដូណាល់ត្រាំវាយទៅកាន់មូលដ្ឋានទ័ពប្រតិបត្តិការយន្តហោះ150វាយបញ្ញាមិនឲ្យតដៃបានពីព្រោះក៏ឲ្យស្លាប់ជនស៊ីវិលនេះវាអាចប៉ះពាល់អ្នកនៅជិតខាងប៉ុន្តែជាទូទៅគ្រាប់វាមានអញ្ចឹងសង្គ្រាមចាំបានគេខ្លាចគេមិនឲ្យមានណាប៉ុន្តែបើនិយាយពីវិនិស្សកម្មបាត់បង់មនុស្សផ្ទះសម្បែងទ្រព្យសម្បត្តិដូចនៅកម្ពុជាប្រៀបទៅនឹងថៃឈ្លានពានទឹកដីកម្ពុជាវាអត់បងប្អូនណាអាមេរិកប្រតិបត្តិការយន្តហោះ150ក្នុងរយៈពេលមកព្រុលទាំងជើងទឹកទាំងជើងគោកទាំងកងទ័ពពិសេសទាំងការបាញ់ចំគោលដៅឲ្យចុះទៅចូលទៅក្នុងផ្ទះវេនសុនចាប់ម៉ាឌូរ៉ូយកតែម្ដងអាមេរិកប្រតិបត្តិការចូលទៅក្នុងប្រទេសវេណេស៊ុយអេឡាពិភពលោកអត់គ្រប់គ្រងអាមេរិកហើយមានប្រទេសជាច្រើនកោតទោសក្រានថៃប្រតិបត្តិការបាញ់សម្លាប់ជនស៊ីវិលស្លូតត្រង់ផ្សែងពុលទម្លាក់ផ្ដាច់ស្ពានដុតផ្ទះប្រជាជនអាចសពសង្គ្រាមហើយហ្នឹងណាបើបងប្អូនណាថៃធ្វើខុសត្រង់មួយធំណាដែលយើងរឹតតែអន់ទៅទៀតអន់មហាសែនអន់ណាគឺថៃកំទេចផ្ទះក្រោយសង្គ្រាមមានន័យថារំលោភបាត់ជុកបាញ់ថាឈរជើងតាណានៅតានឹងឈរជើងមិនមែនមានន័យថាឲ្យកំទេចរបស់ទេមានន័យកំទេចរបស់ក្រោយសង្គ្រាមមានន័យថារបស់ដែលខ្លួនកាន់កាប់កំទេចដោយព្រះវិស្ណុដូចជាផ្ទះប្រជាជនមិនមែនដោយសារតែគ្រាប់បាញ់ទៅបាញ់មកទៅដល់ផ្ទះប្រជាជននៅតាមព្រំដែននឹងខ្ទេចដោយសារតែកងភាគីកម្ពុជាកងទ័ពកម្ពុជាកងទ័ពថៃបាញ់ទៅវាធ្លាក់ទៅនឹងវាខ្ទេចអត់ប៉ុន្តែនៅស្អាតទាំងអស់វាបាញ់ហើយកាន់កាប់ហើយវាកំទេចចោលខុសណាដេនីសុកអញ្ចឹងបងប្អូនប្រៀបធៀបមើលវេណេស៊ុយអេឡាអាមេរិកវាយចូលវេណេស៊ុយអេឡាអត់មានអន្តរជាតិណាមួយគ្រប់គ្រងអាមេរិកតែមួយអត់តែ6បងប្អូនខ្ញុំមកមើលតែមួយក៏អត់ហើយមានបើមានចេញបិទមានអ្នកបិទមាត់និងអ្នកបើកមាត់បើកមាត់គឺតោលទោសអាមេរិកទាំងអស់ហើយអាមេរិកធំទៅទៀតមានគេហ៊ានកោតទោសអង្គការសហប្រជាជាតិអឺរ៉ុបដោយប្រយោលណាអឺរ៉ុបដោយប្រយោលប៉ុន្តែឥឡូវយើងមើលថៃវាយកាត់យកទឹកដីខ្មែរយោងតាមប្រាក់សុខុន200000នាក់បច្ចុប្បន្នបាត់បង់ផ្ទះសម្បែងច្រើនណា200000នាក់ស្មើប្រទេសមួយតូចហើយហ្នឹងចង់ស្ពិនប្រទេសណែទីម័រហើយប្រជាជនណាទីម័រមានប្រជាជនដល់1លាននាក់ផងណាតែអន្តរជាតិបិទមាត់មានប្រពន្ធល្អមិនចេះរក្សាអន្តរជាតិបិទមាត់គ្មានអន្តរជាតិណាមួយទៅកោតទោសថៃបងប្អូនមែនទេមានអន្តរជាតិណាមួយទៅកោតទោសថៃអត់ហេតុអីបានជាអន្តរជាតិហ៊ានកោតទោសអាមេរិកនិងមិនកាន់ជើងអាមេរិកប៉ុន្តែអត់ហ៊ានកោតទោសថៃនិងទៅកាន់ជើងថៃអានេះបានខ្ញុំសួរថៃដើម្បីនេះការទូតហ៊ុនម៉ាណែតអត់ណាមិននេះផ្ដាច់ការដូចវេណេស៊ុយអេឡាដែរប៉ុន្តែវេណេស៊ុយអេឡាបែរទៅជានេះអន្តរជាតិគ្រប់គ្រងទៅវិញអានឹងមូលហេតុអីឥឡូវនេះអាមេរិកដើម្បីបង្វែរសភាពការពីឆាកអន្តរជាតិពីព្រោះមែនទេខ្លួនជ្រុលហើយមិនអាចដកថយបងប្អូនមានដឹងទេដើម្បីបង្វែរសភាពការពីអន្តរជាតិលុបលាងនៅអ្វីដែលពិភពលោកអត់គ្រប់គ្រងដូណាល់ត្រាំចាប់ផ្ដើមស្ទាក់យកប្រេងរបស់រុស្ស៊ីងាកមករុស្ស៊ីវិញបងប្អូនចាំបញ្ញាបើអាមេរិកងាកមករុស្ស៊ីហើយនឹងចិនពិភពលោកតែតែគ្រប់គ្រងអាមេរិកនេះដូចជាប្រមាណម្សិលមិញកងទ័ពអាមេរិកបានស្ទាក់នេះបាញ់ប្លង់ស្ទាក់យកប្រេងដែលចាប់ទុកថាកៅសម្បត្តិរបស់រុស្ស៊ីហ្នឹងគឺពិភពលោកស្ងាត់អត់អីទេគេគ្រប់គ្រងគេធម្មតាអញ្ចឹងទោះជាប្រទេសមហាអំណាចក៏ដោយក៏នៅតែខ្លាចអីទេបងប្អូនមែនទេហ្វាប៊ីជាក៏នៅតែខ្លាចច្បាប់អន្តរជាតិដែរគ្រាន់តែថាអាមេរិកជាប្រទេសមហាអំណាចពិភពលោកគ្រប់គ្រងផែនដីអន្តរជាតិមានសន្តិភាពឬរញ៉េរញ៉ៃគឺដោយសារតែភាពជាអ្នកដឹកនាំរបស់អាមេរិកបើអាមេរិកគោរពច្បាប់អន្តរជាតិពិភពលោកអត់ហ៊ានទេខ្មែរ voice អញ្ចឹងកន្លែងនេះបងប្អូនអាចពិចារណាមើលថានៅក្នុងប្រទេសកម្ពុជាបើប្រៀបធៀបជាមួយនឹងអាមេរិកវាយវេណេស៊ុយអេឡាថៃវាយកម្ពុជាធ្ងន់ណាស់ប៉ុន្តែបែរទៅជាពិភពលោកគ្មាននរណាម្នាក់កោតទោសថៃមួយម៉ាត់គឺគ្រាន់តែឲ្យសម្របសម្រួលហើយប្រងើយគ្មានអន្តរជាតិណាដែលនេះជំរុញឲ្យថៃដកទ័ពចេញពីកម្ពុជាបច្ចុប្បន្នថៃកាន់កាប់ដីខ្មែរត្រូវដកទ័ពចេញពីកម្ពុជានេះត្រូវតែជំរុញដកទ័ពចេញពីកម្ពុជា
anh ấy nhóm mơ tới nhóm tha hôn mà nãy ta thà vì mày đây là ta tút ăn mình tên mà muốn ăn mình tên nè hai bạn nhóm bắt đầu từ lời cả tụt nên cho bắt ăn đặc chuyện thì proประเทศ Campuchia ត្រូវហ៊ាននិយាយកាត់គ្មានសុភាវុធដែលអាចទប់ទល់ជាមួយថៃបានឡើយមិនបានទេកម្ពុជាត្រូវតែការពារដោយច្បាប់អន្តរជាតិនិងសហណែនិងសហគមន៍អន្តរជាតិនេះជាអ្វីពិតមិនអាចប្រកែកបានប៉ុន្តែលោកចូលមកសួរសូនតារាវិញថាតើឯងបានតែព្រោះអញ្ចឹងត្រូវធ្វើដូចបណ្ឌិតបើអ្នកឯងនិយាយថាហ៊ុនម៉ាណែតអន់សូនហៅទេចុះសូនតារាខ្លាំងត្រង់ណាសូនតារាខ្លាំងត្រង់ណាបងប្អូនខ្ញុំផ្ដល់នៅគំនិតពី3ចំណុចហើយខ្ញុំធ្លាប់និយាយទី1ប្តឹងត្រូវតែធ្វើបើយើងថាមិនប្តឹងទៅឡើងថៃវាយថៃចុះឲ្យយើងអត់ប្តឹងបាត់អស់លីងបើយើងប្តឹងតាំងពីមុនមកប្រហែលជាអត់អីទេមិនទៅប្តឹងទៅតង់គេចាត់វិធានការមិនចាត់វិធានការដូចម៉ែគេតែប្តឹងទៅគង់តែគេដេញឲ្យមកចរចាគេដេញទៅប៉ុន្តែយើងប្តឹងសិនឲ្យឯកសារទៅដល់ដៃគេសិនចាំគេនិយាយថាអូឥឡូវគេបន្តដោះស្រាយទេទៅនិយាយគ្នាសិនអស់ចិត្តនិយាយគ្នាលេងបានហើយចាំយើងត្រឡប់មកនិយាយគ្នានៅតុលាការអន្តរជាតិវិញក៏បានដែរព្រោះតែសំខាន់ឲ្យអានឹងមកដល់ដៃតុលាការអន្តរជាតិសិនតែយើងបានធ្វើហើយនៅខ្ញុំចង់សួរទៅហ៊ុនម៉ាណែតតើអ្នកបានធ្វើហើយឬនៅបើអ្នកមិនទាន់បានធ្វើទេអ្នកកំពុងតែលេងសើចជាមួយនឹងការបាត់បង់ទឹកដីត្រូវតែទទួលកំហុសចំពោះមុខប្រវត្តិសាស្ត្រកុំលេងសើចអីសោះមែនទេហើយកុំបាត់ទៅវិញនិយាយថាស្អីប្តឹងទៅឆ្នាំអាចកំសាយអត់មានទេប្តឹងទៅបើគេថាប្តឹងទៅគេក្រែងលោកគេនិយាយថាយើងនឹងមិនចេះនិយាយគ្នាទេគេប្តឹងគុំគេដេញនិយាយគ្នាបើគេដេញនិយាយគ្នាយើងត្រឡប់មកនិយាយសិនមកយ៉ាងហោចណាស់ក៏យើងមានពាក្យដែរសូសាមរីថាអូឥឡូវនេះតុលាការអន្តរជាតិសហគមន៍អន្តរជាតិអង្គការសហប្រជាជាតិណាគេឲ្យយើងមកជែកគ្នាគ្រាន់តែនឹងក៏វាមានទម្ងន់នៅក្នុងការជជែកជាងការដែលយើងអត់បានណាពាក្យសម្ដីមកពីអង្គការសហប្រជាជាតិឬក៏តុលាការអន្តរជាតិដែរចម្លើយទី1ចម្លើយទី2អង្គការសហប្រជាជាតិបើខ្ញុំសូនតារាចិនតាខឹមនេះអាម៉ាត់ចាំល់ខ្ញុំចាប់ពីពេលនេះតទៅនឹងធ្វើនយោបាយការទូតឲ្យខ្លាំងធ្វើនយោបាយការទូតឲ្យខ្លាំងហើយនយោបាយការទូតដែលខ្ញុំបដោតគឺទៅលើមុំ3ទី1មហាអំណាចទាំង5ទី2អឺរ៉ុបហើយនិងអាមេរិកទី3ចិនរដ្ឋាភិបាលអូក្លង់បងប្អូនអាចសួរថាលោកគ្រូអាទាំងអស់ហ្នឹងចិនអាមេរិកហ្នឹងចូលមហាអំណាចទាំង5យើងបែងចែកច្បាស់មហាអំណាចទាំង5យើងសំដៅទៅលើអង្គការសហប្រជាជាតិមានន័យថាខ្ញុំត្រូវតែមានក្រុមបញ្ចុះបញ្ចូលជំនាញបច្ចេកទេសច្បាប់អន្តរជាតិនេះអាចទៅនិយាយជាមួយនឹងមហាអំណាចទាំង5ឬក៏ម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសើរើវាឡើងវិញបើវាមិនទៅរួចទេឲ្យដឹងថាមិនទៅរួចហើយបើវាអាចចាំបាច់បង្កើតនេះសន្ធិសញ្ញាមួយថ្មីបើទីហោថាសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសសម្រាប់ដេញទ័ពយួនចេញពីកម្ពុជានិងការបញ្ចប់សង្គ្រាមនៅកម្ពុជាអញ្ចឹងសន្ធិសញ្ញាអន្តរជាតិមួយទៀតដែលមានអង្គការសហប្រជាជាតិធ្វើដែរនឹងគឺសម្រាប់តែព្រំដែនខ្មែរថៃអញ្ចឹងអាចធ្វើបានខ្ញុំនឹងបង្កើតអាហ្នឹងមែនទេហើយទៅបញ្ចូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលខ្ញុំថាមហាអំណាចទាំង5នឹងមានអាមេរិកបារាំងរុស្ស៊ីចិនអង់គ្លេសនិយាយនេះត្រូវតែព្យាយាមសន្ទនានិយាយឲ្យគេស្ដាប់ដើម្បីស្វែងរកការគ្រប់គ្រងនេះពីព្រោះយើងជាជនរងគ្រោះយើងអត់មានត្រូវការទៅឆ្លៀតពៀនថៃទេបើខ្ញុំដឹកនាំប្រទេសក្រុមទី1ទី2ដែលខ្ញុំថាមុំទី1គឺអង្គការសហប្រជាជាតិចុះសម័យប្រទេសមានប្រទេសខ្លះជាប្រទេសហើយក៏ជាសមាជិកមហាអំណាចក្នុងអង្គការសហប្រជាជាតិមុំទី2គឺអាមេរិកនិងអឺរ៉ុបគឺលើសពីបារាំងវាមានបារាំងវាមានអង់គ្លេសវាមានអាល្លឺម៉ង់វាមានអ៊ីតាលី
មែនទេវាមានស៊ុយឯកហ្វាំងឡង់នៅវេដនមៈប្រទេសដែលមានអធិពលនៅលើពិភពលោកហ្នឹងអាមេរិកមែនទេមានរដ្ឋបាលដូណាល់ត្រាំទី3ចិនក្នុងនាមប្រទេសក៏ទៅតែនិយាយជាមួយដែរហេតុអីបានថាអញ្ចឹងបងប្អូនមែនទេយើងត្រូវស្វែងរកមិត្តពីព្រោះថៃណា 100% មិនអាចទៅរំលោភច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិដែលទទួលស្គាល់ប្រទេសកម្ពុជាមានផ្ទៃក្រឡាច្បាស់លាស់បាននេះមិនអាចទេសមលខៀងអញ្ចឹងខ្ញុំគ្រាន់តែចោទសួរថាតើហ៊ុនម៉ាណែតបានធ្វើរឿងនេះទេណាអានេះគឺកិច្ចការសំខាន់ខ្ញុំសម្រួលទៀតនៅក្នុងចំណោមប្រទេសមែនទេដែលខ្ញុំនិយាយមុំ3ហ្នឹងយើងជំរុះមួយទៀតគេខ្ញុំផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើ2ចំណុច2សំខាន់ទី1គឺអង្គការសហប្រជាជាតិត្រូវតែប្តឹងទៅអង្គការសហប្រជាជាតិជាពិសេសបញ្ចុះបញ្ចូលសមាជិកអង្គការសហប្រជាជាតិតាមតែអាចធ្វើទៅបាននិងមហាអំណាចទាំង5ដើម្បីធានាការពារបូរណភាពទឹកដីកម្ពុជានិងបង្ខំឲ្យថៃដកទ័ពចេញពីកម្ពុជាទី2បើខ្ញុំជាហ៊ុនម៉ាណែតខ្ញុំនឹងបង្កើតក្រុមការងារពិសេសមួយតំណាក់តំណងជាមួយនឹងបារាំងហេតុអីបងប្អូនបារាំងជាអតីតឪពុកម្ដាយរបស់យើងអាណាព្យាបាលកម្ពុជាកូនពេលដែលខ្លាំងគឺវាខ្លាំងហើយប៉ុន្តែពេលរបួសទៅរកឪក៏អត់ខុសដែរខ្ញុំនិយាយប៉ុណ្ណេះខ្ញុំអត់បាច់និយាយឲ្យលោកអត់ទេខ្មែរធ្លាប់ជាកូនបារាំងតាបងណែនិយាយអីខុសមែនទេយើងមើលសន្ធិសញ្ញាព្រំដែនបច្ចុប្បន្នបារាំងតាខ្ញុំនឹងយកការយកចិត្តទុកដាក់ជាមួយបារាំងឲ្យខ្លាំងបំផុតនិងបញ្ចុះបញ្ចូលបារាំងម្ដងហើយម្ដងទៀតដើម្បីឲ្យបារាំងការពារកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិហើយបងប្អូននៅក្នុងអង្គការសហប្រជាជាតិនិងនៅក្នុងច្បាប់អន្តរជាតិបារាំងគឺជាប្រទេសមួយដែលមានឥទ្ធិពលណាស់ក្នុងចំណោមអាមេរិកនិងរុស្ស៊ីបារាំងជាប្រទេសមួយមានឥទ្ធិពលមិនអាចលេងសើចបានទេណាបារាំងអត់សូវក្អកដូចចិនទេអត់សូវឡូឡាអីទេប៉ុន្តែសេចក្តីសម្រេចបើសិនជាបារាំងដឹកនាំសម្របសម្រួលឧទាហរណ៍ថាសូម្បីតែកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសបើបារាំងដឹកនាំសម្របសម្រួលផែនការច្រើនតែជោគជ័យនេះទទួលចង់ទទួលបានការគ្រប់គ្រងនៅក្នុងអង្គការសហប្រជាជាតិបើបារាំងដឹកនាំមែនទេការគ្រប់គ្រងណាដឹកនាំឲ្យមានសន្ធិសញ្ញាណាច្រើនតែទទួលបានជោគជ័យមិន 100% តែច្រើនទទួលបានជោគជ័យណាមួយទៀតបារាំងគឺជាតួអង្គសំខាន់សម្រាប់កម្ពុជាចិនដាខឹមហើយខ្ញុំអត់ខ្លាចខ្មាស់គេទេមែនទេព្រោះខ្ញុំដឹងច្បាស់ថាខ្ញុំអត់មានមធ្យោបាយទៅតតាំងជាមួយថៃត្រូវហ៊ានថាចឹងរហូតតែបើសិនជាខ្ញុំជាហ៊ុនម៉ាណែតខ្ញុំមានប្រកាសថ្លែងនៅអង្គការសហប្រជាជាតិឬថ្លែងនៅមុខអាមេរិកនៅបារាំងថាកម្ពុជាអត់ដែលត្រៀមធ្វើសង្គ្រាមជាមួយប្រទេសណាដូច្នេះយើងអត់មានសពិវត្តខ្លាំងទេអញ្ចឹងកម្ពុជាពឹងទៅលើតែច្បាប់អន្តរជាតិនិងការពារបូរណភាពទឹកដីទេអាមេរិកអង្គការសហប្រជាជាតិបារាំងជាពិសេសបើសម្រាប់សូនតាបារាំងជាពិសេសខ្ញុំនឹងបង្កើតបេសកកម្មក្រុមពិសេសមួយដើម្បីជជែកជាមួយរដ្ឋាភិបាលបារាំងហើយបើអាចទៅណាប្រទេសកម្ពុជាត្រូវតែកែប្រែប្រព័ន្ធអប់រំគឺដាក់ភាសាបារាំងចូលទៅក្នុងសាលាទាំងអស់ជាលក្ខណៈជំរឿមានន័យថាលក្ខណៈដែលសិស្សអាចរើសរៀនបាននៅស្រុកអឺរ៉ុបនេះគឺកម្មវិធីមានកម្មវិធីដាច់ខាតនិងកម្មវិធីជំរឿកម្មវិធីដាច់ខាតហ្នឹងគឺយើងត្រូវតែរៀនកម្មវិធីជំរឿហ្នឹងគឺមានន័យថាកម្មវិធីហ្នឹងសិស្សស្រឡាញ់ភាសាអីរៀនភាសាហ្នឹងប៉ុន្តែបើអាចភាសាបារាំងគួរតែដាក់ចូលក្នុងកម្មវិធីសិក្សាពាក់កណ្ដាលជំរឿមានន័យថាយ៉ាងហោចណាស់ក៏ចាប់ពីថ្នាក់ទីអនុវិទ្យាល័យទៅថ្នាក់អនុវិទ្យាល័យទៅគឺភាសាបារាំងយ៉ាងហោចណាស់ក៏មួយឆ្នាំមានមួយឆមាសដែរមានមួយឆមាសឧទាហរណ៍ថ្នាក់ទី8យ៉ាងមួយឆ្នាំមានមួយឆមាសអញ្ចឹងទៅមាន1ម៉ោងអីចឹងមួយទឹកមាន1ម៉ោងអីចឹងទៅណាបាទដាក់ទៅនេះប្រឡងបន្ទុកសាច់ក្រសួងនេះក្រសួងយកបានយើងត្រូវតែពង្រីកណា francophone ឡើងវិញសម្រាប់បាននិយាយប៉ុណ្ណេះទេយើងជាកូនរបស់បារាំងត្រូវទទួលស្គាល់តែអញ្ចឹងខ្ញុំសូមសារភាពហើយកម្ពុជាជាកូនបារាំង
dương ban ai cái riêng dương khăn lâu dương rồi bù hơi dương bên là từ cuộc phía âu câu là bù hơi chui đập tập bẹt hòn nhom dây bập pan đây nè cứ vì bên đây cực rồi nè bà nhom xôn mà ra chim miết được non bật tì nè cứ nhom trong ca pia tức đây khai mà ra bàn đà nè nhom trong ca pia tức đây chiên cái thằng nhom ảnh nhom hiên từ cuộc phía mà rắn tới đi dây trăng bọc câu là bù hơi và lên nhá rồi hiện ai cáiประมาณ ឆ្នាំ ហ្នឹង ក្រោយ ពី បារាំង ក្រោយ ពី ទទួល បាន ai cái ពី បារាំង មក មែន ទេ ក៏ មាន រដ្ឋ បហា លន់ នល់ ណែ ស្លាប់ អី ចឹង ទៅ ក្រោយ ពី ទទួល បាន ai cái ពី បារាំង មក ប្រមាណ ឆ្នាំ 53 10 ឆ្នាំ ដែរ 20 ឆ្នាំ 53 63 73 តែ ធ្វើ 22 ឆ្នាំ ឯង ប្រទេស កម្ពុជា ធ្លាក់ ចូល ទៅ ក្នុង របប បល្ល័ង្ក ពុទ្ធសាសនា ប៉ុល ពត ត្រូវ ប្រាតាំង បើ យើង ទទួល ai cái ពី បារាំង លឿន ពេក លឿន ពេក បើ សិន ជា ទទួល ai cái ពី បារាំង យឺត តែ បន្តិច តែ ហើយ ជា 3 លាន អ្នក đây របប ប៉ុល ពត អត់ មាន ទេ បង ណា របប ប៉ុល ពត មាន គឺ ជា ផ្នែក មួយ នៃ យើង ទទួល ai ពី បារាំង ដែរ មែន ទេ អញ្ចឹង សម្រាប់ ខ្ញុំ សូនតារា ណា គឹម លី សុក នឹង ទៅ ពឹង ឪ របស់ ខ្ញុំ មក វិញ ពួក ឪ ខ្ញុំ ក៏ ជា ផ្នែក មួយ នៃ មហា អំណាច ដែរ ជា ប្រទេស មួយ ដែល មាន សភាវុធ ប្រកួត ប្រជែង ជាមួយ នៅ អាមេរិក ហើយ នឹង ចិន ដែរ ហើយ ជា ប្រទេស មួយ ដែល មាន អំណាច លាក់ មក នេះ បើ សិន ជា ខ្ញុំ មើល ទៅ ណា ថា បើ អត់ មាន វិធីសាស្ត្រ ហើយ នៅ តែ ក្អក នៅ តែ ចង់ ទប់ទល់ ជាមួយ ថៃ តាម បែប កម្លាំង ទាត់ ទៀត ទប់ អត់ ជាប់ ទេ អ្នក ណា ចង់ ភ្នាល់ ជាមួយ សូនតារា ទប់ អត់ ជាប់ ទេ ណែ អី និយាយ ថា អន់ បើ អន់ មែន មក ឲ្យ តែ និយាយ ថា ម៉េច មិន ព្រម ទទួល ស្គាល់ ការ ពិត នៅ អួត អី ទៀត មក អស់ ដី អាលីង ហ្នឹង ហើយ យើង កងទ័ព យើង យក មនុស្ស ទៅ វាយ ជាមួយ ដៃ យ៉ាង ម៉េច យើង យក មនុស្ស ទៅ វាយ ជាមួយ យន្ត ហោះ ម៉េច យើង ត្រូវ យក យន្ត ហោះ វាយ មួយ យន្ត ហោះ យើង យក ទៅ យក ណែ ខែល អាកាស ទៅ វាយ ជាមួយ ស្ទាក់ យន្ត ហោះ យក កំភ្លើង វាយ មួយ កំភ្លើង ហើយ យើង ទៅ វាយ ជាមួយ ណែ មនុស្ស យើង យក មនុស្ស ទៅ ជ្រោក ដូច ក្រប ភ្លៀង អា ដែល លេនូ អា នឹង ងាប់ ហ៎ យើង អត់ មាន មនិខៈ សមត្ថភាព ទេ និយាយ ខ្លី ទៅ អញ្ចឹង សរុប សេចក្តី មក ដែល ខ្ញុំ តា ហ៊ុន ម៉ាណែត អន់ ណា ការទូត រហូត មក ទល់ មក ប្រៀប ធៀប នឹង វេនេស៊ុយឡា មែន ទេ គឺ អត់ មាន អី ទាំង អស់ អន្តរជាតិ អត់ មាន គ្រប់គ្រង ប្រទេស អី មួយ ហេតុ អ្វី ចម្លើយ រុយ ក្បាល ខៀវ ហេតុ អី ខ្ញុំ និយាយ ខាង ដើម ចូល ក្នុង ប្រធានបទ ម្សិល មិញ ខ្ញុំ និយាយ ប្រធានបទ ទី 2 ខ្ញុំ ថា បើ ហ៊ុន សែន មិន កែ ប្រែ វប្បធម៌ នយោបាយ ទេ កុំ សង្ឃឹម ថា អន្តរជាតិ មើល មុខ នឹង ជួយ ពេញ ដៃ ពេញ ជើង ទាំង អស់ ទោះ ជា ប្រាក់ សកល បកាយ យ៉ាង ណា ក៏ដោយ វប្បធម៌ នយោបាយ នឹង គឺ កែ ប្រែ របប ផ្ដាច់ការ សង មនុស្ស កែ ប្រែ របប ផ្ដាច់ការ បើ នៅ តែ រំលោភ សិទ្ធិ មនុស្ស ចាប់ ចង ណា ទៅ និយាយ ជាមួយ គេ គេ អត់ ស្ដាប់ ទេ អញ្ចឹង បើ ខ្ញុំ ជា ហ៊ុន ម៉ាណែត ខ្ញុំ នឹង មាន បេសកកម្ម មែន ទេ ទៅ កាន់ អង្គការ សហប្រជាជាតិ ឲ្យ ខ្លាំង ក្លា មាន បេសកកម្ម មុខ បារាំង ឲ្យ ខ្លាំង ក្លា មែន ទេ ជក់ ជ្រិញ ទៅ បារាំង ធុញ តែ ម្ដង មែន ទេ ទទួល ស្គាល់ ថា ឥឡូវ នេះ កូន បាក់ ឆ្អឹង ហើយ លបួស ហើយ មែន ទេ ឯករាជ្យ ហើយកូន បាក់ ឆ្អឹង ឥឡូវ សូម ឪ ជួយ ទៅ វិញ មក មាន បេសកកម្ម ជាមួយ នឹង អាមេរិក ហើយ នឹង អឺរ៉ុប អាមេរិក បាន ហើយ នឹង ធ្វើ ឲ្យ ប្រទេស កម្ពុជា មាន លំហ សេរីភាព ការ គោរព សិទ្ធិ មនុស្ស ដើម្បី តាក់ទាញ បាន ការ គ្រប់គ្រង ពី អង្គការ សហប្រជាជាតិ នេះ នឹង អឺរ៉ុប ជា ពិសេស បារាំង គឺ ទី 1 ខ្ញុំ ត្រូវ តែ ធ្វើ លាង សម្អាត ខ្លួន ខ្ញុំ ចេញ ពី ក្អែល សុភីសៅ មែន ទេ ចេញ ពី ក្អែល គឺ ថា ឥឡូវ នេះ ខ្ញុំ ចង់ ឲ្យ អង្គការ សហប្រជាជាតិ ខ្ញុំ ចង់ ឲ្យ អឺរ៉ុប ខ្ញុំ ចង់ ឲ្យ បារាំង ដែល ជា អតីត អាណាព្យាបាល ឪពុកម្ដាយ របស់ ខ្ញុំ ជួយ ណា ឥឡូវ នេះ ខ្ញុំ ពោពេញ ទៅ ដោយ ណា ក៏ ខ្វក់ សុទ្ធ តែ មេរោគ ផ្ដាច់ការ ជាប់ ខ្លួន ណា ត្រូវ តែ ទៅ លាង បាញ់ ទឹក អប់ ហើយ យើង ទៅ ចូល ជួប មែន ទេ ខ្ញុំ ជឿ ថា បើ កម្ពុជា កែ ប្រែ អិរិយាបថ នយោបាយ អានិសាលូណា នោះ នឹង មាន វិជ្ជមាន អាច នឹង មាន វិជ្ជមាន ល្អ ទោះ យ៉ាង ណា មែន ទេ កូន នាំ ឲ្យ អន្តរជាតិ នឹង ងាក យ៉ាង ហោច ណាស់ ក៏ ចាប់ ផ្ដើម ងាក ដំបូង ត្រឹម តែ សម្របសម្រួល ទេ បន្ទាប់ មក អន្តរជាតិ សាច់ សារវ៉ា នឹង អាច លូក មាត់ ថា កងទ័ព ថៃ ឈរ ជើង នៅ ក្នុង ទឹក ដី កម្ពុជា អន្តរជាតិ មិន បាច់ កោតទោស ថៃ ក៏ដោយ បើ សិន ជា អន្តរជាតិ ណា មួយ ហ៊ាន ថ្លែង ថា យើង មាន ការ ព្រួយ បារម្ភ ចំពោះ វត្តមាន កងទ័ព របស់ ថៃ លើ ដែន អធិបតេយ្យភាព របស់ ប្រទេស កម្ពុជា តាម ខ្សែ បន្ទាត់ ព្រំដែន ឲ្យ មាន អានឹង មួយ ម៉ាត់ មក គឺ យើង ឈ្នះ ហើយ ប្រិយមិត្ត share វីដេអូ នេះ ទៅ កាន់ ប្រិយមិត្ត ដទៃ ទៀត ទូរទស្សន៍ សូនតារា ស្រាច់ ខោ ជន ផ្ដាច់ ការ ផ្លាស់ ប្ដូរ ផ្នែក គំនិត ប្រធានបទ ទី 2 ប្រតិកលា គ្នា សាមគ្គី ណា សកលត្រី អ៊ុំមីសេន សាមគ្គី
ឲ្យតែសម្ដេចចេញវាចាខ្ញុំសូនតារាភ័យបកពោះសម្ដេចកាលពីម្សិលមិញ7មករាសីហាបានពោលពាក្យសាមគ្គីខ្ញុំគ្រប់ត្រប៉ុន្តែខ្ញុំចង់សួរជាសំណួរថា David Marina ឆ្លើយដូចម្ដេចដែលហៅថាសាមគ្គីលេងពេញស្រោដូចនេះហៅថាសាមគ្គីសម្ដេចឲ្យនិយមន័យសាមគ្គីសិនបើសម្ដេចនៅតែមានកំអែលផ្ដាច់ការចាប់មនុស្សដាក់គុកនោះគេអត់ហៅថាសាមគ្គីទេគេហៅថាប្រើពាក្យសាមគ្គីដើម្បីសម្លាប់ជនស្លុតត្រាំមួយទៀតបើសម្ដេចសាមគ្គីគឺអត់មានអីក្រៅតែពីមែនទេប្រែដែលខ្ញុំនិយាយកាលពីម្សិលមិញនឹងថ្ងៃនេះដែរវប្បធម៌នយោបាយបើសិនជាវប្បធម៌នយោបាយនៅតែជាកំអែលកខ្វក់រូបភាពផ្ដាច់ការពេលនោះការសាមគ្គីហ្នឹងប្រៀបដូចជាខ្មែរក្រហមសាមគ្គីកាប់ប្រឡាយនិងលើកទំនប់ទេអ្នកណាដែលមិនសាមគ្គីអ្នកណាដែលមិនគ្រប់គ្រងគឺត្រូវគេយកទៅសម្លាប់នឹងត្បូងចោលនៅក្នុងប្រទេសកម្ពុជាអ្នកណាដែលមិនសាមគ្គីមិនយល់ស្របជាមួយហ៊ុនសែនគឺគេត្រូវយកខ្នោះទៅវាយយកត្រាក់ហើយពេលនោះស្ថានភាពមុខមាត់កម្ពុជាកាន់តែអាក្រក់ចំពោះមុខអន្តរជាតិវត្តមានថៃនៅលើទឹកដីកម្ពុជាគ្មានបរទេសណាក្អកឡើយដែលខ្ញុំថាចាញ់វេណេស៊ុយឡាពិភពលោកមានណាគ្រប់គ្រងអាមេរិកមួយមែនទេហើយគេហ៊ានកោតទោសអាមេរិកប៉ុន្តែនៅក្នុងប្រទេសកម្ពុជាថៃវាយមនុស្សងាប់យោងតាមនៃប្រាក់សខុន200000នាក់ឥឡូវនេះចូលផ្ទះអត់ទាន់បានមានន័យថារាប់ម៉ឺនខ្នងនៅតាមព្រំដែនអត់មានអន្តរជាតិណាគេកោតទោសវត្តមានថៃលើទឹកដីកម្ពុជាសាមគ្គីបើកាលណាគេនិយាយអំពីសាមគ្គីនឹមចំណាំគឺគេនិយាយអំពីគោលដៅមកពុតកាលនេះខ្ញុំនិយាយប្រធានបទទី2ទ្រឹស្ដីច្រើនជាងនយោបាយមែនទេទេណាបើកាលណាគេនិយាយអំពីសាមគ្គីគេនិយាយអំពីគោលដៅនិងសកម្មភាពហេតុអីពីព្រោះបងប្អូនឧទាហរណ៍ថាដុំថ្មមួយណែនៅធ្លាក់ពីលើភ្នំមកនៅបាំងផ្លូវដុំថ្មនោះវាមានទម្ងន់មែនទេ2-3000គីឡូចិត្តចលសា2-3000គីឡូពេលនោះយើងម្នាក់ឯងចង់យកដុំថ្មនឹងចេញតែយកបានទេតែដុំថ្មនឹង1000គីឡូយកបានទេរ៉ូយ៉ាដាណូយកអត់បានទេដូច្នេះត្រូវធ្វើម៉េចដើម្បីរុញដុំថ្មនឹងពមៀលដុំថ្មនឹងចេញពីផ្លូវមែនទេសមើនូត្រូវធ្វើម៉េចគឺត្រូវសាមគ្គីអញ្ចឹងបងប្អូនត្រឡប់មកដូចសន្តាវិញសាមគ្គីគឺតែងតែមានគោលដៅរបស់វាបើអត់មានគោលដៅគេហៅសាមគ្គីទេអញ្ចឹងកម្លាំងនឹងរួមគ្នារុញថ្មចេញសង់សែងផ្ទះបងប្អូនមានតែឃើញខ្មែរយើងសែងផ្ទះនៅស្រុកអឺរ៉ុបនេះបើមានគេថតបែបសបាយណាចាន់យុឈុតខ្មែរយើងណាបងប្អូនមានតែឃើញនៅស្រុកស្រែគេបដូរផ្ទះពីចុងភូមិមួយទៅចុងភូមិមួយទេគេនាំគ្នាចងដាក់ហើយមនុស្សប្រហែលជា100នាក់អីទៅសបាយណាស់បងប្អូន1 2 3គេហូរស្រេចអូអញ្ចឹងទៅសែងផ្ទះណាបងប្អូនណាគោដាច់ចុះមនុស្សច្រើនពេកគោពងស៊ីចម្បើងស៊ីស្មៅក្នុងទ្រុងណាគេសែងផ្ទះណាលីសាលូណាដើរកាត់ផ្លូវមកគោខ្លះដាច់ផ្អើលដាច់កលោះរត់បផាត់បភីងមនុស្សផ្អើលសែងផ្ទះគឺគេសាមគ្គីដើម្បីអីដើម្បីសែងផ្ទះពីកន្លែងមួយទៅដល់កន្លែងមួយអញ្ចឹងរាល់សាមគ្គីទាំងអស់មានគោលដៅឥឡូវខ្ញុំសួរវិញចុះបើគេសាមគ្គីជាមួយខ្មែរជាមួយហ៊ុនសែនតើគោលដៅអីណែតើសាមគ្គីគោលដៅដើម្បីការពារអំណាចហ៊ុនសែននិងហ៊ុនម៉ាណែត
rư có sa mà ký đang bay cà về chuyện anh ấy nhầm vậy và anh ấy cứ phát tầm đất của nó vì pro mà dương say tiếc dương sa mà ký đang bay say tiếc này đấy hả dương vậy sợ tao dương sa mà ký đang bay vậy giờ trời nếu mà dương sa mà ký thì môi hồn say nó sa mà ký đang bay cà về chết rư còn đang bay cà về hồn say anh ấy tao hiện số là chạy này bờ sân chỉ sa mà ký đang bay cà về chết cứ mình trừ chặt nét đại miên cùng nét khóc vì hôn say đã cúc bằng co ao miên ở đây trực tiếp tham máy khăn thì càng là kháng hơi xong việc bồi mày ăn trạc chít mơ khơi tham máy không lâu à có cái ọt lục đại chuối chỉ sọp chân phải cả bây giờ sao mà kia đang bay chết cứ dân trừ ta promo roll cục tham máy nên đi ca để miên cầm đất chẳng na cả đó trôiរួមchầm này đấy nữ nóng và tay cầm chia mình chăm bách tua tay nè nút chia cả nắp bạc chia chân rứ chọc trôi cho môi cả nắp bạc chân rứ sao mà ký nên chỉ môi nắng cả nắp bạc chân này anh ấy cái hai tháng bờ cô đã bay chết cứ mình nè sốt tại miền tu này tí đã bay cà bị chết rồi hỏi miền chân là cá phương ấy sao mà ký đến dạng mây này thằng cá còn làng chất này cá pía chui sọp sái cá tút nè chỉ môi nó ăn tại chết cứ dạng mây vấn đề mà sân chỉ mà nút từ xa mà kia đã bây giờ cà phê hôn sen phê nu cầm lăng xa mà kia bảo đây bảo bong ôn xa mà kia run đồng thấm viênនឹងរមៀលចេញពីផ្លូវbảo bong ôn xa mà kia xanhផ្ទះនឹងខ្លះទីមែនទេbảo bong ôn xa mà kia cà phêហ៊ុនសែនណាគឺរស់តែអំណាចហ៊ុនសែនទេឯប្រទេសជាតិនឹងបាត់បង់ប្រទេសជាតិនឹងបាត់បង់ចឹងយើងត្រូវមើលគោលដៅបែបសុខថាតើកម្ពុជាសាមគ្គីរឿងអីបើសម្រាប់សូនតារាណាគឺសាមគ្គីជាតិអញ្ចឹងឧទាហរណ៍ថាបើសាមគ្គីដើម្បីកម្ចាត់ខ្មាំងតើគ្រាន់តែសាមគ្គីទៅជឿលើហ៊ុនសែនទៅជ័យយោហ៊ុនសែនទៅជ័យយោហ៊ុនម៉ាណែតណាតើពាក្យជ័យយោសាមគ្គីហ្នឹងអាចពេលដែលក្របធ្លាក់មកហ្នឹងមិនរត់ទៅឯណាមនុស្សរត់ទៅឯណាហើយសួរមនុស្សទៅណាគឺពាក្យទៅសាមគ្គីមួយម៉ាត់នេះណាបងប្អូនដើមទី1គឺតើតែយើងសាមគ្គីជាតិគឺមានន័យថាគ្រប់ជាតិសាសន៍ទាំងអស់គ្រប់និន្នាការនយោបាយទាំងអស់ត្រូវមានវត្តមាននៅក្នុងប្រទេសកម្ពុជាចូលរួមចំណែកតាមអ្វីដែលខ្លួនអាចធ្វើទៅបានមែនទេតាមអ្វីដែលខ្លួនអាចធ្វើទៅបានហើយត្រូវបើកលំហអាសាមគ្គីគឺត្រូវបើកលំហមិនសាមគ្គីគឺត្រូវបិទលំហបើកាលណាយើងបិទលំហឲ្យចង្អៀតហើយយើងទៅស្រែកសាមគ្គីតែចិត្តយើងដូចពូតមកជុលណាអញ្ចឹងតែរបស់ហ្នឹងគេចូលទៅសាមគ្គីជាមួយយើងមិនដែរអានេះយើងត្រូវតែចេះអញ្ចឹងបានជាខ្ញុំចោទសួរអំពីគោលដៅសួរថាបើសាមគ្គីតែសាមគ្គីអីសាមគ្គីដើម្បីការពារអំណាចហ៊ុនសែនឬសាមគ្គីដើម្បីការពារជាតិទឹកដីកម្ពុជាខ្ញុំចង់ឲ្យខ្មែរទាំងក្នុងនិងក្រៅប្រទេសចោទសួរសំណួរហ្នឹងគឺត្រូវតែសាមគ្គីខ្មែរជាធ្លុងមួយមែនទេបើកលំហគ្រប់ខ្មែរនិន្នាការទាំងអស់លុបបំបត្តិរបបផ្ដាច់ការរូបភាពនៅក្នុងប្រទេសកម្ពុជាដើម្បីតាក់ទាញការគ្រប់គ្រងអន្តរជាតិសាមគ្គីដើម្បីការពារជាតិនិងទឹកដីគុំសាមគ្គីដើម្បីការពារសូតារាគុំសាមគ្គីដើម្បីការពារសំរងស៊ីគុំសាមគ្គីដើម្បីការពារហ៊ុនសែនបើបងប្អូនសាមគ្គីទៅការពារបុគ្គលណាគឺបងប្អូនទោះក្នុងរូបភាពណាក៏ដោយគឺខុសហើយប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតមេងឈៀងទូរទស្សន៍សូតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកម្រិតត្រូវមកណាយើងធ្វើវត្តសាមគ្គីដើម្បីធ្វើវត្តវិហារនៅក្នុងវត្តអារាមកើតឡើងនៃការសាមគ្គីគឺគោលដៅរបស់យើងហើយនេះបានយើងសាមគ្គីហើយបានយើងធ្វើបុណ្យបច្ច័យ4ហើយបានយើងធ្វើបុណ្យណាសុខសែននៃផ្កាបុណ្យសាមគ្គីខ្មែរមានបុណ្យសាមគ្គីហ្នឹងដើម្បីសង់អីមួយប៉ុន្តែបើធ្វើបុណ្យសាមគ្គីដើម្បីយកលុយទៅជូនអាចារ្យខុសបងប្អូនអានេះនិយាយក្នុងសាសនាស្រួលបើយើងធ្វើបុណ្យផ្កាសាមគ្គីនៅអាមេរិកនេះដើម្បីសង់វិហារនឹងខ្វះនៅអាមេរិកទេតែវិហារនឹងខ្វះ20,000ណាអញ្ចឹងគណៈកម្មការវត្តនឹងធ្វើបុណ្យផ្កាសាមគ្គីដើម្បីសង់វិហារត្រូវក្នុងនៃសាសនាឈឹមសុផាប៉ុន្តែបើធ្វើបុណ្យសាមគ្គីបុណ្យផ្កាសាមគ្គីដើម្បីយកលុយទៅឲ្យអាចារ្យខដូចគ្នាក្នុងប្រទេសកម្ពុជាបើយើងសាមគ្គីដើម្បីការពារជាតិទឹកដីកម្ពុជាត្រូវបើយើងសាមគ្គីដើម្បីការពារអំណាចហ៊ុនសែនខុសយើងត្រូវតែហ៊ានថាអញ្ចឹងមែនទេ
hàng nó cứ trầm trấu chẳng ban thì sầm bách trâu xuân ấy với tớ ôi kia sa mà kia đấy cứ sa mà kia là bay cà phê sầm bách rước cái sa mà kia chỉ môi sầm bách là bay cà phê triệt tận đây hai bậc cà phê triệt tận đây bằng hang á bị sơn ra để dây thang nó phải tiền là bọc thì mới đấy thaคนมาได้อ้อนนะเอาเลยกายปลายสถานการณ์เธอไม่เอาไปจนเคยทายยืนนึงวิมันอ้อนนี่การตูดยังเอาประสาวมั้งเอาที่ประสาวมั้งมันนี่อันนั้นตึกเวียไปจีจนช่วยเช็คอะไรตักใดประมาณโยงตามการิการระบบไม่กันเซ็งในดอกสองสมดีระบบปราศคอนนึงมาพายมือเนี่ยบัดบองเตะสบายเกิดอะไรปรีจะแบบเชียร์เรานี่การปรีจะมาเดินเตะติดตู้ดึตุโซนตาสลัดเข้าจนประดับกาพลัดโดดนัดกับเน็ตมั่วเนี่ยบางคนยังจะบาดจิตเงาเรื่องขยมสเซในขังจองนี่โซกองคุมขยมซันดีโถถ้าเอาได้สมบัติจันจิจ๋าขยมไพ่บอกกูเรื่องนี้วิแปะปอนจะมวยนึงจุ่มเนื้อพร้อมวิแปะปอนจะมวยนึงขวดตังในการเปิดพร้อมนี่จุ่มเนื้อขยมในใจเรื่องอักษรเซอร์เรื่องปีที่เมื่อถึง3 ตกเช้าไปได้กอดจันสังเกตcái đánhสำลับลืมไปđánhสำลับบ้าสวรรค์กะดีเอาแต่กอดใบมวดจันวิจ้าดังแต่ตัวสตรีมาดอสำลับแต่เฮียนกอดอ๋อมาโดยเนี่ยกอดมีซอลแต่เฮียนไปยึดใบเลยเนี่ยจันพดบานสงัดติดกอดกระทานเลยไอ้กอดจันวิจ้าเลือกตีปีแต่เฮียนของมันมาสำลับแต่เฮียนกอดอ๋อมาโดยเนี่ยติดซอลมาโดยเนี่ยđó là tiêu tao của lấy ngắt có chân về cha bằng tỷ sầy lướt tí bay nè bồ đi liếu thì hiên không bánh mô tiết đại như sao là hà rồi nè đó là tiêu lướt tí 4 con trai bò tha ôi lúc mà trả hơi bật một từ ôi tại lúc mà trả sau nâng hà một á đăng tại miền à son mà đó lại miền này nè có hà một mà đòn tiết trong cõi cuốn y mớ bật cho tụng trận anh đang ngồi mới tiếtเรื่องเตะบอลเราให้นังนี้เกลื่อนสุกไกลเลยก็ดับสายอันนั้นก็หาทางเรื่องไอ้ในเกลื่อนในครั้งนี้ที่มาสกอร์เลยบ้างเตะบอลเราอันนู้นก็จะจุบมุกเอาแต่จุบมุกให้ในยัยเคยมุกดังเตะบอลเรากอดไงนั่นกอดสวยมั้งกอดจังไรอ่ะเกาจังไรอ่ะอันนั้นก็ยังเรื่องอักษรศาสตร์จำเรื่องมวยเตะยังพร้อมยังเรื่องโควิดสำคัญสมวัดสั่งดีอ่ะขอน่ะสำคัญสมบีพระยกล้างโรงจ่าวัดสั่งดีใช่ไหมmối tiết anh ấy trôi vào chùm nơi tại đặc bài cao pi dòng tay phơi ở bay thli video thòng thán cả bay thli video rồi bảo thòng thán chỉ hay nom ở thay khăng thá con sải mừng gìประเทศมหาอำนาจเนี่ยมึงงี้ประจิษฎามึงงี้เนี่ยสมัครกับทีมรัฐบาลจังไทยประมินมาเปล่านึกใครมากระมาปลายเมาบันดังไทยดังท้าขมายอันเตยเหมือนรวยก็ไวเลยปีนี้นะทุนบ่ได้นะจังคนแต่กดใบหมดเกิดสังครีมนี่มุดติดสังครีมอัดคลังประมาณนี้มันคลังกาต่ำเด็กกระใบมันประมาณนี้บอกว่านะต่ำเด็กเติมตามตรงใดนี่บุญเทือนจังมันเต้นดูสังครีมเลือกปีเนี่ยคนแต่กดจังซาปรุมีนจับดักกุกต้องอนาจีอนาจีปุกอนาจีขณะดักนอนเป็น Facebook คนแต่กดในใจอวดเรื่องจับดักกุกเบิกหมดเนี่ยเรื่องถัดไทยนึงเฉลยอ่ะเบิกจังไอ้ปกง่ายจังนึงเนี่ยกบาลนึงเปียกใดไอ้ก่อนแต่ก่อนใจจังหายมาคนนะกรอบใดแหละในปล่อยไปไทยนั้นพนมสมเปิลจังไหลนี้บอกคนอเมริกยุ่งกรอนใจท่าซาระบอกสำนักจับอีกไงดีต่อเติมเม็ดอธิปนไปเม็ดอธิปนสำนักตระดังกลุ่มวิบกซ้ำจมูกอับไปจมเนื้อพร้อมวิบกซ้ำจมูกนั่นก็เขาแต่จังไรพร้อมวิบกซ้ำจมูกนั่นนะสกุลตรีองค์เซนไทยสอบคนสายพร้อมบ้องพระองค์ในขยมดีอย่างเช่นสนับในโซนรักเกินปัญญาแผลสนับคนเหมือนไอ้อัตตดอมแมนเตนเรื่อนหนาสนับคนแสงเกิดรุกจัดสนับคนแสงเกิดรุกจัดมีในท้าเนี่ยครับมันจังไปสนับไปกรอนแต่โอ้เมานะเคยวิดีโอเคยมุกนั้นกูทักกูฮัวกูเล่นจังมือละรุ่งไอ้เต้ามองกูเมามาเพลดนั่งแต่มาดองอันนั้นนักด้วยขณียังยกอันนั้นแต่ดักน้องจัดไทย
ពេលដែលហ៊ុនសែនគាត់ប្រមាថមើលងាយរដ្ឋាភិបាលថៃគាត់ចាក់រុកនៅនេះពាក់ព័ន្ធជាមួយនឹងមហាក្សត្រសិទ្ធថាអ្នកនេះនឹងនិយាយថាក់ស៊ីននឹងប្រងទៅចាក់ថាក់ស៊ីននឹងនិយាយមើលងាយស្ដាច់មើលងាយឯណាគាត់ចឹងគេក្តៅណាបងប្អូនដល់ទៅពេលគេក្តៅទៅនៅថៃឃើញហ៊ុនសែនក៏រុកចិត្តដូចគ្នាឃើញហ៊ុនសែនក៏រុកចិត្តដូចគ្នាហើយដល់ទៅពេលការរុកចិត្តឧទាហរណ៍ថាណែហ៊ុនសែនក៏ឃើញសូនតារាក្តៅក្រហាយដូចគ្នាដល់ទៅពេលហ៊ុនសែនឃើញសូនតារាក្តៅក្រហាយពួកឲ្យតែឃើញសូនតារានិយាយគាត់មានមធ្យោបាយអីគាត់ចាក់ឲ្យខ្ញុំដាក់គុកណាគាត់ចាប់ឲ្យខ្ញុំដាក់គុកឬក៏គាត់ក្តៅក្រហាយចុះមកថៃក្តៅក្រហាយគឺវាយយកទឹកដីព្រំដែនវាយយកទឹកដីព្រំដែនអញ្ចឹងឲ្យតែសម្ដេចនិយាយណាមួយណាគឺថៃវាចាំតែថ្កើននេះថៃវាចាំតែប្រចាស់តិចច្រឡំឲ្យហ៊ុនសែនបើកមាត់អួតតែបន្តិចក្ដុំបងប្អូនបើមិននិយាយជឿខ្ញុំតែប្រហែលតែនិយាយអីរៀងបលយរៀងឌៀមដាមដាក់ថៃរៀងតែតែមិនតិចឲ្យតែក្អមបន្តិចថៃវាយកតែសម្ដីនឹងយកសម្ដីនឹងតិចអត់បានហេតុផលទេផ្ទុះនៅណានោះពុងតែចឹងទៅប៉ិតណាបងប្អូនហើយអ្វីដែលសូនតារានេះបែកវិទ្យាសាស្ត្រខ្ញុំអត់មាននិយាយសម័យទេចឹងបានខ្ញុំថាមួយថ្ងៃខ្ញុំមើល Facebook ហ្នឹងខ្ញុំ scroll មើលតែថ្ងៃនេះសម្ដេចនិយាយអីទេបើថាខ្ញុំបុកពោះថាតិចហ៊ុនសែននិយាយពាក់ព័ន្ធអីជាមួយនឹងអំនួតនិយាយពាក់ព័ន្ធអីជាមួយនឹងអភិវឌ្ឍនិយាយពាក់ព័ន្ធសមិទ្ធផលខ្ញុំគិតតែភ័យបងប្អូនណាពីព្រោះថៃមើលហ៊ុនសែនកើតរោគចិត្តដូចគ្នាចាប់តាំងពីហ៊ុនសែនគាត់ណែធ្វើអរិយភាពរឿងសារបែកធ្លាយណែធ្វើឲ្យមានទំនាស់ជាមួយនឹងថាក់ស៊ីនកូនថាក់ស៊ីនរឿងពាក់ព័ន្ធនឹងបកូណារបស់ថៃនឹងមកបងប្អូនណាចាប់ពីពេលហ្នឹងទៅពួកតាហ៊ានថៃពួកពលរដ្ឋថៃហ្នឹងគឺឃើញហ៊ុនសែនកើតរោគចិត្តបើកាលណាហ៊ុនសែននិយាយអីក៏ពួកនឹងវាក្តៅដែរហើយក៏ពួកនឹងក្តៅវាយ៉ាងម៉េចបងប្អូនគិតមើលថៃក្តៅវានេះខ្មែរដូចហ៊ុនសែនក្តៅនឹងសូនតារាវានេះមែនទេនេះឪពុកខ្ញុំទ្រង់តែកម្មនេះហ៊ុនសែនចាក់ដាក់គុកអាហ្នឹងគឺដូចគ្នាយើងត្រូវយកអាហ្នឹងមកដាក់ណាយើងត្រូវយកមកដាក់មែនទេអញ្ចឹងគាត់ថាសូនតារានិយាយយុត្តិធម៌នឹងការពិតខ្ញុំនិយាយយុត្តិធម៌នឹងការពិតហើយហ៊ុនសែនគាត់ក្តៅកាហាយយុត្តិធម៌ស្មើនឹងព្រះច័ន្ទមីថានេះមួយសច្ចាវុធដែលខ្ញុំលើកឡើងអំពីចំណុចមួយដែលបងប្អូនមិនយល់សួរថាចុំមិនចឹងលើគ្រូបងប្អូនណាទីទៀតដូចសូនតារាបងប្អូនណាឃើញថ្ងៃហ្នឹងថាហ៊ុនសែនទៅសម្ពោធមិនបាច់សម្ពោធទេបងប្អូនណាតែហ៊ុនសែនវាយកូនគោលក៏ថៃខឹងអូនេះជឿសូនតារាបងប្អូនមានដែលឃើញជួនកាលនៅប្រទេសកំពុងតែលិចទឹកចំនួនប្រជាជនក្រលហេងលអាងស្រាប់តែឃើញហ៊ុនសែនតនុយពាក់វ៉ែនតាវាយកូនគោលឥឡូវខ្ញុំសួរដូចសូនហេងតែមានអារម្មណ៍ម៉េចខ្ញុំសួរមើលមានអារម្មណ៍ម៉េចមែនទេបងប្អូនឃើញចឹងគេថាហ៊ុនសែនឌឺជួនកាលឃើញហ៊ុនសែនបេះលពៅហ្នឹងមនុស្សខឹងបងប្អូនខ្ញុំនិយាយនេះគឺស៊ីជម្រៅចិត្តសាស្ត្រទេណាហើយបងប្អូនយកហ្នឹងដាក់អារម្មណ៍ខ្លួនឯងតើមែនអត់បើយើងនិយាយថាមែនលោកគ្រូលីមគីមឈៀមែនលោកគ្រូខ្ញុំបើកាលណាឃើញស្រាប់តែថ្ងៃហ្នឹងចាប់រងឈុនដាក់គុកមនុស្សចាប់កម្មសខាដាក់គុកមែនទេមនុស្សកំពុងអន្តរជាតិកំពុងតែស្រែកកោទោសវិជ្ជការហេងស្រាប់តែឃើញហ៊ុនសែននេះតនុយពាក់វ៉ែនតាធ្វើវាយកូនគោលមុខឌឺអានឹងខ្មែរចុកឈាមនេះឌឺខ្មែរចុកឈាមអត់មានធ្វើអីទេចាប់កម្មសខាដាក់គុកចាប់រងឈុនដាក់គុកហើយទៅវាយកូនគោលថតរូបសង្ហាខ្មែរចុកឈាមប៉ុន្តែថៃតែមានចុកឈាមទេទម្លាក់គ្រាប់បែកចាប់ពីថ្ងៃនេះតទៅណាបងប្អូនសកម្មភាពនៅក្នុងចលនារបស់ថៃអាស្រ័យលើមាត់ហ៊ុនសែនហើយបងប្អូនណាដូចឆាវហើយតាហ៊ានអាយុជីវិតតាហ៊ាននៅក្នុងរឿងសានកុកណាពេលដែលចាញ់បាក់ទ័ពណាអាយុជីវិតតាហ៊ានគឺស្ថិតនៅលើមាត់ឆាវហើយបរារដ្ឋបើឆាវចេញកាយវិការអំនួតក្អេងក្អាងណាអានឹងដឹងថាទ័ពខំវិញវាយរហូតតខ្ទប់ជ្រុះអញ្ចឹងបច្ចុប្បន្ននេះអ្វីដែលខ្ញុំភ័យខ្ញុំអត់ខ្លាចថៃនេះវាយទេឥឡូវនេះព្រោះថៃវាចង់វាយថ្ងៃណាក៏បានវាតែចិត្តវាទេព្រោះតែយើងអន់ការទូតយើងអត់ឲ្យអន្តរជាតិដាក់ទៅកោទូនសែនបានអ្វីដែលខ្ញុំភ័យបច្ចុប្បន្នខ្ញុំចាំមើលថ្ងៃនេះសម្ដេចថតរូបអាម៉េចហើយគាត់និយាយថាម៉េចគាត់ថាវាយកូនគោលធ្វើដូចជាសង្ហាឌៀមដាមបងប្អូននឹងមុនពេលថៃវាយអាឈុតទី2ហ្នឹងខ្ញុំនិយាយរឿងមួយបងប្អូនភ្ញាក់តាមនោះខ្ញុំសរសេរតែបត់ម្ដងហ៎បែរខ្ញុំភ្លេចមកទៅនេះណាថ្ងៃសម្ដេចទៅកំពង់សោមហែលទឹកហ្នឹងណាបងប្អូនមានដឹងទេថ្ងៃសម្ដេចទៅកំពង់សោមហែលទឹកដើរលេងធ្វើសម្បើមដើរលេងពើងទ្រូងធុនលុយថាឲ្យមានដូចបងធំបងដើរដូចមានអង្គប្រវត្តិអីចឹងសុភ័ណ្ឌមនីរស្មីបងប្អូនមិនចាំបានទេរំលឹកបងអ្នកណាមិនចាំបានសម័យឃើញរំលឹកឃើញថ្ងៃមួយមុនវាយលើកទី2នេះសម្ដេចគាត់ដើរធ្វើដូចបឌឺគ្រាន់តែថ្ងៃហ្នឹងស្អែកឡើងផ្ទុះនៅព្រំដែនផ្ទុះខ្លាំងបណ្ដោយបាទនេះដោយសារអីដូចខ្ញុំថាចាប់ពីថ្ងៃនេះតទៅណាបងប្អូនខ្មែរយើងមួយចំនួន
មើលហ៊ុនសែនស្ដាប់ហ៊ុនសែនកើតរោគចិត្តថៃគឺវាដូចតែគ្នាទេហ៊ុនសែនកុំថាឡើយគាត់និយាយសំបីតែគាត់ឌឺគាត់ធ្វើសម្បើមគាត់នេះបើឈឺអ្នកទៅហ៊ុនសែនគាត់ទៅចាក់កម្មសខាដាក់គុកតែចាប់រងឈុនដាក់គុកគាត់ទៅវាយកូនគាត់ទៅឈឺខ្មែរយើងឃើញអញ្ចឹងឈឺអួលអាចងាប់ហើយតែថៃវាអត់ទេការឈឺចាប់របស់ថៃគឺវាអត់មានទេគេមុំគឺវាទម្លាក់ប្របែកខ្ទេចខ្មែរអ្វីទាំងអស់ចាប់ពីថ្ងៃនេះតទៅណាស្ថានភាពនៅតាមព្រំដែនវាពឹងផ្អែកមួយផ្នែកទៅលើអត្តចរិតនេះនឹងពាក្យសម្ដីរបស់សម្ដេចព្រៃចំណិត share ប្រនេះទៅកាន់ព្រៃចំណិតទៅទៀតទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតហើយនេះជាផ្នែកមួយនៃការពិតបើមិនជឿសូនតារាយើងចាំមើលព្រឹត្តិការណ៍ដែលថៃវាយធំសិតតែវាកើតពីអេរិយាបថរបស់គាត់ទៅងូចទឹកសមុទ្រដើរតួធ្វើដូចជាអស់ចាសម្បើមបងតូចបងធំហែលទឹកមានអង្គរៈចុចទូរស័ព្ទពាក់វ៉ែនតាស្អីឡើងថៃវាយក្រឹងបើយើងចូលទៅដល់របៀបរយៈចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងបាទមិត្តម៉ានវានឺបានតែខ្មែរស្លូតត្រង់ត្រូវហើយបាទរុយក្បាលខៀវហ៊ុនសែនចង្រៃដល់គេឯងដែរហើយបងប្អូនចាំចំណាំណាហើយអ្វីដែលសូនតារានិយាយនេះទោះបីជាមានពេលខ្លះវាលក្ខណៈអរូបីប៉ុន្តែវាឆ្លុះបញ្ចាំងពីការពិតសវណ្ណគិរីប្លន់ដីប្លន់ផ្ទះនៅប្លង់ដីប្លង់ផ្ទះនៅធនាគារបាទនឹងគេទៅសេច្រើនហើយធម្មតាទេនៃជួងតាមប្រាក់សខុន 20,000 គ្រួសារមានន័យថាប្លង់ដីប្លង់ផ្ទះហ្នឹងគឺនៅធនាគារប៉ុន្តែថៃបានកាន់កាប់ទឹកដីខ្មែរខ្ញុំនិយាយប៉ុណ្ណេះបើហ៊ុនមិនហេតុមានលទ្ធភាពឲ្យអន្តរជាតិអង្គការសហប្រជាជាតិជាពិសេសថ្លែងសន្ទរកថាស្ដីអំពីការព្រួយបារម្ភចំពោះវត្តមានកងទ័ពថៃលើទឹកដីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនអានឹងខ្ញុំអបអរសាទរហើយខ្ញុំសរសើរខ្ញុំអបអរសាទរហើយខ្ញុំនឹងចេញវីដេអូនេះសរសើររដ្ឋាភិបាលគុណម៉ណែតបើអាចធ្វើឲ្យអន្តរជាតិនឹងនិយាយថាថៃឈរជើងលើទឹកដីកម្ពុជាតោះតែអញ្ចឹងសិនមិនបាច់ចាំទៅដល់ស្កោតូទេណាបាទការ World Cup ឆាប់ណើនិយាយអញ្ចឹងនាំឲ្យក្តៅកាហាយសូននេះខ្ញុំជូចត់បាយខ្ញុំចត់បាយខឹងម៉ាក្រុងនេះខ្ញុំអត់ចត់ទេខ្ញុំខឹងម៉ាក្រុងព្រោះខ្ញុំគ្រប់គ្រងបារាំងបាល់ទាត់បាត់ខ្មែរមិនទីស្រីនៅសល់2ថ្ងៃមុនផ្ដាច់ព្រាត់ម៉ាក្រុងមកថតចាប់ដៃជាមួយហ៊ុនសែនពេលនោះបងប្អូនយើងផ្ញើសារមកខ្ញុំថាលោកគ្រូម៉ាក្រុងចាប់ដៃជាមួយហ៊ុនសែនណាបារាំងចាញ់អាសាំងទីនេះណាខ្ញុំនៅតែថាឈ្នះប៉ុន្តែខ្ញុំចិត្តថាចាញ់មិនយើងឲ្យខ្ញុំថាចាញ់មិនបើខ្ញុំគ្រប់គ្រងបារាំងខ្ញុំត្រូវតែនិយាយថាបារាំងនឹងកាន់ពានរង្វាន់ពិភពលោកកាន់នេះណាក្នុងចិត្តខ្ញុំស៊ូនអត់មានទេខ្ញុំថាលេងមិនក៏មិនឈ្នះតែនេះដែរមិនហ៊ុនសែននាំសយបងប្អូនម៉ាក្រុងនឹងអត់ដឹងខ្យល់អីកន្លែងហ្នឹងនេះថាលោកគ្រូនិយាយចឹងខ្ញុំមានសិទ្ធិនិយាយមែនទេព្រោះខ្ញុំគ្រប់គ្រងបារាំងខ្ញុំស្រឡាញ់បារាំងម៉ាក្រុងទៅចាប់ដៃជាមួយជនផ្ដាច់ការម៉ាក្រុងទៅចាប់ដៃជាមួយហ៊ុនសែនសយនាំឲ្យក្រុមបាល់ទាត់បារាំងធ្លាក់នេះធ្លាក់ World Cup តាមពិតបារាំងដឹងទេបើបារាំងដឹងថាអ្វីដែលសូនតារាជាកត្រូវណាអូពួកនឹងខឹងម៉ាក្រុងអត់បាទsecondary omission correct you should be angry with Macron បាទណែទៅចាប់ដៃជាមួយហ៊ុនសែននាំឲ្យបារាំងចាញ់បាល់ទាត់បុលយកសាមគ្គីជាមួយហ៊ុនសែនសាមគ្គីជាមួយភ្នោតអីភ្នោផ្លូវខ្មោចផាត់រីឡាំបឺតបាទជំរាបសួរបណ្ឌិតសច្ចភាពកណ្ដាលសមុទ្រហើយយើងឃើញចៅសៀមផ្លោងចូលផ្ទះមើលអត់ដាច់បាទស្អីផ្ទះណែខមមិនលឿនណាស់បាទការបន្តអំណាចត្រកូលតើបង្ហាញខ្មែរចូលខាងកុម្មុយនីសដែរឬទេមុនចន្ទរាផ្ដាច់ការកុម្មុយនីសផ្ដាច់ការបាទអត់មានអីឆ្លោយមួយម៉ាត់ឲ្យខ្លីយ៉ាងទៅបាទតើការបន្តត្រកូលគឺជារបបផ្ដាច់ការមិនមែនជាប្រជាធិបតេយ្យទេប្រជាធិបតេយ្យគឺប្រជាជនអ្នកសម្រេចនិយាយខ្លីយ៉ាងហ្មងវិនដាគូលោកគ្រូបើចំយ៉ាបើប្លង់ដីនៅថៃធនាគារយើងត្រូវបង់ទៀតអត់បង់អត់កើតនិយាយខ្លីយ៉ាងទៅបានអីបង់ឥឡូវខ្ញុំសួរចេះបើអានោះនៅនឹងបង់យកទៅឲ្យយកលុយទៅណាអញ្ចឹងមានមិនអាហ្នឹងឯងវិបត្តិដែលរដ្ឋត្រូវតែដោះស្រាយឲ្យប្រជាជនហ្នឹងទៅផ្ទះសម្បែងហើយដោះស្រាយនេះមិនអាចតាមរយៈអាវុធបានទេគឺតាមរយៈច្បាប់អន្តរជាតិបើការទូតយើងខ្សោយនៅក្នុងប្រទេសកម្ពុជានៅតែផ្ដាច់ការចាក់ចងប្រៃផ្សាយអន្តរជាតិសម្លឹងឃើញទៅថាយើងសាហាវសម្ដីយើងអត់មានទម្ងន់ទេបាទណែរំមេតាខ្ញុំមិនសូវខ្ញុំអត់ចូលចិត្តពាក់វ៉ែនតាព្រោះណាសូនពេកមិនចូលចិត្តទេបាទបើគាត់ណា
បើសិនជាមើលអក្សរបើមិននិយាយអត់មើលអក្សរអីទេរណាកំប្រូពេលផ្សាយផ្ទាល់ខ្ញុំនិយាយអញ្ចេះខ្ញុំមានមើលអក្សរណានេះខ្ញុំមើលឈ្មោះហើយឈ្មោះធ្លាប់អានអញ្ចឹងទៅខ្ញុំព្រាលខ្ញុំកាត់សន្មតយកតែម្ដងណែដូចរិនដាកឹមអីខ្ញុំសន្មតយកអានេះដូចជាកម្លាយហ៊ុននេះខ្ញុំសន្មតយកនេះទៅប៉ុន្តែបើឲ្យអានអក្សរដំបូងអីមកដល់2 3ជួរទៅលេងជាប់គ្នាតែម្ដងបាទនេះបាទអញ្ចឹងប្រិយមិត្តខ្ញុំមើលខមមិនបងប្អូន1 2ទៀតបើសិនជាអត់ទេខ្ញុំបញ្ចប់ការផ្សាយផ្ទាល់តែត្រឹមនេះចប់ណាសូនណាងបាទពេលមើលតខ្ញុំញប់ចិត្តអំណុកឆ្ងាយមើលអត់ដាច់ទេបាទដីដែលថៃយកយើងកុំសួរបាទបើកាលណាយើងខ្សោយបើយើងការទូតយើងអន់បើហ៊ុនម៉ាណែតគាត់អន់ឬអីបានជាយើងយកទឹកដីមកវិញបាននេះយើងទឹកដីយើងត្រូវតែជារបស់យើងមិនមែនជារបស់ថៃទេដោយយោងតាមច្បាប់អន្តរជាតិយើងនិយាយមែនទេបើកម្ពុជាបើរដ្ឋាភិបាលហ៊ុនម៉ាណែតខ្លាំងឲ្យច្បាប់អន្តរជាតិអនុវត្តណានៅក្នុងប្រទេសកម្ពុជាមិនមែនយើងទៅយកពីថៃទេដាច់ខាតថៃត្រូវតែដកចេញយើងអត់មានថៃសុខចិត្តទេដោយប្រាសាទព្រះវិហារថៃមានសុខចិត្តឯណាដោយសារតែចាញ់ក្តីតឡាការក្រុងឡាអេហើយក្រោយចាញ់ក្តីហើយមួយឆ្នាំនេះតើតែអន្តរជាតិពិភពលោកនឹងមានការប្រែប្រួលកោតទោសទើបថៃត្រូវតែដកចេញដោយភាពអាម៉ាស់ធម្មតាបើកាលណាពិភពលោកទទួលស្គាល់ថាអានឹងដីកម្ពុជាហើយថៃគេមិនអាចទៅទទួលស្គាល់មិនឯងបានទេទៅយកវាអត់ទទួលស្គាល់ពិភពលោកអាចដាក់ទណ្ឌកម្មអាចមានអីផ្សេងទៀតហើយបើកាលណាពិភពលោកទណ្ឌកម្មពិភពលោកអាចជួយកម្ពុជាណាបងប្អូននេះអាចជួយកម្ពុជាជួយទៅថៃខាតបង់ណាតែជួយកម្ពុជាថៃខាតបង់ជួយជួនកាលជួយតាមរយៈកសាងសេដ្ឋកិច្ចជួយតាមរយៈសភាវុធអីទៅមហាអំណាចចាប់ផ្ដើមចូលជួយសភាវុធហ្នឹងថៃគឺខាតបង់ហើយវាអត់មានអីទេបាទទឹកដីក៏មិនបានហើយកងទ័ពក៏ស្លាប់ប្រជាជនក៏ស្លាប់ទាំងសងខាងមែនប៉ុន្តែវាអត់មានទៅណារួចទេសំខាន់អ្វីដែលសំខាន់ណាយើងកុំគិតថាតើថៃឲ្យវិញថៃវាដល់ឲ្យអីយើងត្រូវអញ្ចឹងបាទនេះសួរថាតើយើងមានសមត្ថភាពយកវិញបានដែរទេចាប់ពីថ្ងៃនេះតទៅកុំសួរសំណួរបែបអស់សង្ឃឹមសួរថាលោកគ្រូយកអដីដែលថៃកាន់កាប់នឹងយកវិញបានឈប់សួរហ្នឹងព្រោះថៃវានឹងមិនដែលឲ្យយើងទេវាមានអីលោទៀតយើងត្រូវសួរថាលោកគ្រូតើហ៊ុនម៉ាណែតមានសមត្ថភាពអាចយកទឹកដីអាចឲ្យថៃដកចេញពីទឹកដីកម្ពុជាបានដែរទេសំណួរត្រូវណាតើហ៊ុនម៉ាណែតមានសមត្ថភាពនេះឲ្យថៃដកទ័ពចេញពីទឹកដីកម្ពុជាបានដែរទេមែនទេចុះបើអត់តើត្រូវធ្វើមិនដូចម្ដេចគឺត្រូវបដូរមេដឹកនាំនៅប្រទេសណាសូម្បីស្រុកថៃយកបានដីបដូរចុះយើងបាត់ដីឬអីយើងមិនបដូរយើងត្រូវតែហ៊ានថាអញ្ចឹងមែនទេគូសុភ័ក្រអានេះគឺទើបជាសំណួរ logic ត្រឹមត្រូវប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នែកកម្រិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លិតស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនទេស្ដាប់ហ៊ុនសែនកើតរកចិត្តទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកម្រិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានៅម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី